แผ่นใดตีปีคือเปรียสมาสามพุทธกาวเดียโยแต่กันนะกาวเดียโยมาอ่องแต่ปนังเทแผ่นใดมวยนักเมียนมาอ่องเทแต่กันนะไอ้ปองประเด็นนี้เปลี่ยนtới từ son nhờ cặp nó mui à son khay phải đầy thì đó cho nè năng ảnh chẳng bàn miền phải đầy mùi nó lấy bánh mình nó ọt pi à son khay á nè năng ảnh ọt pi à son khay á bàn miền Presama Samput buôn và ông bàn tra đằng nâng buôn và ông nó cứ Presama Samput sầm men cần lẽ Presama Samput sọ mình nhé Presama Samput Revata nâng Presama Samput sao thị tạ buôn và ông nâng tra đằng trong phèn đây tại muối để hay đây muối nâng đôi dân thoát từ cặp nâng miền Pram và ông còn tại nơi trong buôn à song khay cầm ray mùi sen cặp cần lòng từ hai nâng cứ ở miền phèn đây ná miền phổ bột tra đằng Pram và ông thế miền phèn đây muối nâng lại miền buôn và ông năng ngày cứ Presama Samput sọ men cần lẽ Presama Samput sọ mình nè Presama Samput Revata Presama Samput sao thị tạ năng ngày chẳng cứ bàn Presama Samputประมาณអង្គให้តាមនឹងចឹងទៅគឺ4អង្គក្នុងផែនដីមួយហ្នឹងហើយមកព្រះសម្មាសម្ពុទ្ធកោណ្ឌញ្ញៈអង្គទៀតបាន5ព្រះអង្គហើយបានមកព្រះសម្មាសម្ពុទ្ធ4ព្រះអង្គគឺបាន9ព្រះអង្គហ្នឹងឯងចឹងគឺព្រះសម្មាសម្ពុទ្ធសោពិតបរិនិព្វានទៅត្រូវសញ្ញកັບអត់មានពុទ្ធបានត្រាស់រហូតមួយអាសង្ខ័យទៀតគឺណាលេខមួយអាសង្ខ័យកាប់អញ្ចឹងទៅតែមកទៀតអស់3អាសង្ខ័យហ្នឹងឯងអស់3អាសង្ខ័យព្រះសម្មាសម្ពុទ្ធបាន9ព្រះអង្គហ្នឹងឯងបានមកព្រះសម្មាសម្ពុទ្ធ3ព្រះអង្គអាហ្នឹងគឺយើងរាប់ពីផតកັບហ្នឹងទៅមួយអាសង្ខ័យមួយសែនកັບអញ្ចឹងត្រូវអស់3ហើយអស់3ហើយណាពីព្រះសម្មាសម្ពុទ្ធទីបង្កមកព្រះកោណ្ឌញ្ញោហ្នឹងគឺមួយអាសង្ខ័យហើយមកព្រះសម្មាសម្ពុទ្ធសុមង្គលៈសុមនៈព្រះរេវតៈព្រះសោពិតៈហ្នឹងអស់មួយអាសង្ខ័យកាប់ទៀតហើយបានមកដល់ព្រះសម្មាសម្ពុទ្ធ3ព្រះអង្គនេះនឹងអញ្ចឹងគឺត្រូវអស់3ប៉ុណ្ណា3អាសង្ខ័យអស់3ហើយនៅសល់តែមួយអាសង្ខ័យមួយសែនកាប់ទេអញ្ចឹង3ព្រះអង្គនេះគឺព្រះសម្មាសម្ពុទ្ធអនោមតិស័យណាព្រះសម្មាសម្ពុទ្ធបតុមៈបតុមមិនមែនបតមុត្តរៈទេព្រះបតុមបតមោណាហើយនឹងមួយអង្គទៀតព្រះសម្មាសម្ពុទ្ធនិរតៈណា3អង្គហ្នឹងត្រាស់ក្នុងផែនដីមួយប៉ុណ្ណាត្រាស់ក្នុងផែនដីមួយតែ3អង្គហ្នឹងហើយព្រះសម្មាសម្ពុទ្ធអនោមតិស័យហ្នឹងឯងដែលបានព្យាករព្រះអគ្គសាវកហ្នឹងប៉ុណ្ណាដែលបួសព្រះសិរីបុត្រហ្នឹងបានបួសណាបានប្រាថ្នាជាឯកតកៈអគ្គសាវកស្ដាំអីហ្នឹងគឺថាព្រះសម្មាសម្ពុទ្ធអនោមតិស័យហ្នឹងជាមួយនឹងព្រះអគ្គសាវកឆ្វេងហ្នឹងហើយប្រាថ្នាតំណែងហ្នឹងហើយព្រះពុទ្ធអង្គទ្រង់ព្យាករពីនឹងមកក៏ណារួចទៅព្រះសម្មាសម្ពុទ្ធបតុមព្រះសម្មាសម្ពុទ្ធនិរតៈ3អង្គហ្នឹងអញ្ចឹងដល់ទៅ3អង្គហ្នឹងព្រះអង្គបរិនិព្វានទៅអស់ហើយនេះអស់សញ្ញកັບទៀតរហូតអស់មួយអាសង្ខ័យកັບទៀតគឺអស់4ហ្នឹងហើយបានមកព្រះសម្មាសម្ពុទ្ធបតមុត្តរៈនេះឯងចឹងនៅសល់តែមួយសែនnữaឃើញអស់4អាសង្ខ័យកັបហើយបានព្រះសម្មាសម្ពុទ្ធ12អង្គហ្នឹងឯង
អានព្រះសម្មាសម្ពុទ្ធ12អង្គហើយបើយើងរាប់4អាសង្ខ័យកាប់ហ្នឹងផែនដីដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ហ្នឹងមើលផែនដីព្រះសម្មាសម្ពុទ្ធទីបង្ក1ផែនដីព្រះសម្មាសម្ពុទ្ធកោណ្ឌញ្ញៈ1ព្រះផែនដីព្រះសម្មាសម្ពុទ្ធសមង្គលៈ4អង្គហ្នឹង1ហើយបានបន្តមកផែនដីព្រះសម្មាសម្ពុទ្ធព្រះអង្គអនោមទេសីទៅណាហ្នឹងឯងមើលមានប្រហែលទៅ4ផែនដីទៅណាបានមកផែនដីព្រះសម្មាសម្ពុទ្ធព្រះអង្គបតមុត្តរៈហ្នឹងផែនដីទី5ទៅណាហ្នឹងគឺឡើង4អសង្ខ័យ4អសង្ខ័យព្រះសម្មាសម្ពុទ្ធរាប់មកយើងឃើញក្នុង28ព្រះអង្គហ្នឹងគឺក្នុងផែនដីមួយហ្នឹង4អង្គហើយផែនដីមួយហ្នឹងព្រះកោណ្ឌញ្ញៈ1អង្គ5ហើយក្រោយមក4អង្គបាន9ហើយក្រោយមកបាន3អង្គទៀត12អង្គព្រះសម្មាសម្ពុទ្ធ12អង្គហើយផែនដីគឺយើងរាប់បាញ់មិញហ្នឹងឃើញថាដែលព្រះពុទ្ធអង្គបានត្រាស់ហ្នឹងទី1គឺផែនដីព្រះសម្មាសម្ពុទ្ធទីបង្កទី2ព្រះកោណ្ឌញ្ញៈទី3ព្រះសមង្គលៈហើយបានមកទី4ហ្នឹងព្រះសម្មាសម្ពុទ្ធអនោមទេសីហើយនឹងផែនដីទី5ហ្នឹងព្រះសម្មាសម្ពុទ្ធណាយើងបន្តមកនេះហ្នឹងឯងអញ្ចឹងគឺក្នុងផែនដីហ្នឹងយើងរាប់ទៅមាន12ផែនដីតែប៉ុណ្្នឹងទេមកទល់នឹងគ្នាផែនដីនេះដែលមានព្រះសម្មាសម្ពុទ្ធបានត្រាស់ហ្នឹងចឹងប៉ុណ្ណាហើយព្រះសម្មាសម្ពុទ្ធព្រះអង្គពនាមបតមុត្តរៈហ្នឹងព្រះអង្គព្យាករច្រើនអេកតកៈភិក្ខុភិក្ខុនីបាសកបាសិកាអីហ្នឹងច្រើនអង្គដែលបានមកជាពុទ្ធបរិស័ទយើងក្នុងព្រះសាសនានេះនោះប៉ុន្តែហ្នឹងគឺព្រះសម្មាសម្ពុទ្ធបតមុត្តរៈព្រះអង្គទ្រង់ប្រសើរទៅដោយផ្កាឈូកប៉ុន្តែហ្នឹងគឺរាប់ត្រឡប់ពីហ្នឹងទៅត្រឹមតែមួយសែនផែនដីទេណាហើយអស់4អាសង្ខ័យផែនដីទៅហើយក៏ណាហ្នឹងឯងចឹងបើយើងរាប់បន្តមកទៀតមកព្រះសម្មាសម្ពុទ្ធបតមុត្តរៈបរិនិព្វានទៅសញ្ញកັບរហូតដល់ទៅ70000ផែនដីគេណា70000 70000ផែនដីហ្នឹងឯងអានឹងបើថាអាសង្ខ័យនោះក្រៃលែងទៅហើយប៉ុន្តែថានៅក្នុងមួយសែនផែនដីហ្នឹងយើងមើលមួយសែនហ្នឹងអស់70000គឺសញ្ញកັບ70000ផែនដីហើយយើងមើល10000 10,000យើងគិតមើលតែមួយផែនដីវាយូរក្រៃលែងប៉ុណ្ណាហើយ10 100 1000 10000 10000ហើយ10000ទៀតអត់មានប្រពុតបានត្រាស់30000អត់40000អត់5អត់6អត់70000គឺណាអត់មានប្រពុតគឺណា70000ផែនដីអត់មានប្រពុតហ្នឹងឯងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធ2ព្រះអង្គរាប់ពីផតកັບហ្នឹងទៅកັບទី30000កັບទី30000គត់នឹងមាន2ព្រះអង្គគឺព្រះសម្មាសម្ពុទ្ធសមេធៈសម្មាសម្ពុទ្ធហើយនឹងព្រះសុជាតៈណា2អង្គហ្នឹងត្រាស់ក្នុងផែនដីមួយហ្នឹងយើងមើលតាមអ្នកម៉ូមេហ្នឹងទៅណាអញ្ចឹងគឺថាកັບទី30000 2អង្គហ្នឹងចឹងហើយដល់ទៅពេលព្រះសម្មាសម្ពុទ្ធសុជាតៈបរិនិព្វានទៅតមកហ្នឹងអត់មានពុទ្ធបានត្រាស់ទៀតណាមកផែនដីហើយមកផែនដីទៀតមកផែនដីហើយមកផែនដីទៀតអត់អីក៏អត់គឺថាក្រអ្នកបានត្រាស់ហ្នឹងហ្មងទេត្រាស់ដឹងបានដោយក្រអត់ទេណាគឺណាមនុស្សទេវតារាប់ចំនួនមិនអស់សត្វលោកណាគឺថាសត្វនិកាយយោអនន្តោនឹងថាឲ្យសត្វទាំងអស់នឹងបានមកជាពុទ្ធនឹងគឺបានដោយកម្រក្រក្រៃលែងណាគឺហ្នឹងហើយសត្វរាប់មិនអស់មនុស្សទេវតាប្រអិនប្រព្រំនឹងថាឲ្យមកជាពុទ្ធនឹងគឺអត់បានទេណាព្រះវិជ័យកពុទ្ធ
ច្រើនក្រន់បើប្រៀបជាមួយនឹងពុទ្ធអង្គតែច្រើនក្រន់ប៉ុន្តែវានៅតែក្រអញ្ចឹងគ្រាន់តែថាត្រាស់ដឹងរឿយម្ដងគឺមាន500អង្គ1000អង្គគឺមិនកំណត់ចំនួនទេព្រះបច្ចេកពុទ្ធព្រះសម្មាសម្ពុទ្ធនោះអត់ហ្មងរហូតដល់ទៅមើលរាប់ពីផុតទៅកាប់នឹងទៅត្រឹមប្រមាណ94ប៉ុណ្ណាមើលមុននឹង94ហ្នឹង1800ហ្នឹងហើយ1800ផែនដីអញ្ចឹងចាប់ពី30000មកត្រូវប្រមាណផែនដីគឺដែលអត់មានពុទ្ធបានត្រាស់គឺណា1800ណាហើយនឹង30000ដកមើលឃើញប្រមាណមើលគឺណា30000ណាវាត្រូវដក20000ណា20000ហើយ8000ទៀតណា28200ហ្នឹងឯង28200ផែនដីដែលអត់មានពុទ្ធបានត្រាស់ហ្នឹងឯង20000ផែនដីហើយថែមណាមើល20000ហើយ8000ហ្នឹងហើយ28000ហើយ200ហ្នឹងហើយអញ្ចឹងបានថានៅសល់1800ត្រូវទេអញ្ចឹងចេះណាហ្នឹងហើយ1800ហ្នឹងបានមានពុទ្ធ3អង្គបានត្រាស់ដឹង3អង្គគឺព្រះសម្មាសម្ពុទ្ធបយៈទេសីព្រះសម្មាសម្ពុទ្ធអដ្ឋទេសីនិងព្រះសម្មាសម្ពុទ្ធធម្មទេសីនឹងរាប់ពីផែនដីនឹងទៅតែ1800ទេ3អង្គត្រាស់ក្នុងផែនដីមួយអញ្ចឹងចាប់ពី30000មកហ្នឹងគឺថាព្រះសម្មាសម្ពុទ្ធ2ព្រះអង្គគឺព្រះសម្មាសម្ពុទ្ធសមេធោនិងព្រះសម្មាសម្ពុទ្ធសុជាតោហ្នឹងបរិនិព្វានទៅគឺថា28200ផែនដីអត់មានពុទ្ធបានត្រាស់ទេបានផែនដីមួយហ្នឹងពុទ្ធអង្គ3អង្គបានត្រាស់ហ្នឹងហើយយើងសូត្រទៅយើងឮពនាមព្រះអង្គហ្នឹងហើយព្រះសម្មាសម្ពុទ្ធបយៈទេសីអដ្ឋទេសីធម្មទេសី3ព្រះអង្គហ្នឹងហើយរួចទៅចាំគិតមើលដកតាមហ្នឹងទៅមកទល់គ្នានឹង94ណា1800ហ្នឹងឯងត្រូវសញ្ញកັບប្រមាណហ្នឹងឯងដក94 1800ដក94ទៅឃើញប៉ុន្មាន1705ហ្នឹងទេណាកណាហ្នឹងឯងហ្នឹងគឺអត់មានពុទ្ធបានត្រាស់ទេអញ្ចឹងគឺថា94ផែនដីរាប់ពីផុតកាប់ហ្នឹងទៅហ្នឹងគឺព្រះសម្មាសម្ពុទ្ធមួយអង្គគឺព្រះសិទ្ធត្ថណាសិទ្ធត្ថោហ្នឹងឯងសិទ្ធត្ថៈហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់មួយអង្គអញ្ចឹងទៅហ្នឹងឯងហើយដល់មកយើងរាប់ត្រឡប់ទៅផែនដីទី93ហ្នឹងសញ្ញកັບទៀតអត់មានពុទ្ធបានត្រាស់ទេទី93ហ្នឹងបានទី92មាន2ព្រះអង្គគឺព្រះសម្មាសម្ពុទ្ធទេសៈនិងព្រះសម្មាសម្ពុទ្ធតោសៈបាន2អង្គហ្នឹងកាប់ទី92ហើយដល់មកបរិនិព្វានទៅផែនដីជាប់គ្នាហ្នឹងមានព្រះសម្មាសម្ពុទ្ធមួយអង្គបានត្រាស់គឺព្រះសម្មាសម្ពុទ្ធវិបស្សីកណាហ្នឹងឯងហ្នឹងកាប់ទី91រួចទៅមក90អីហ្នឹងអត់ទេ90 89 88 87 86អីហ្នឹងអត់មានទេរហូតមកហ្នឹងដល់តែកាប់ទី31ណាបានព្រះសម្មាសម្ពុទ្ធ2ព្រះអង្គបានត្រាស់គឺព្រះសម្មាសម្ពុទ្ធសិក្ខីនិងព្រះសម្មាសម្ពុទ្ធវេស្សភូនឹងកាប់ទី31ហ្នឹងហើយរហូតមកហ្នឹងអត់ទេណាផែនដីមុនហ្នឹងមុនផែនដីយើងនេះទៅហ្នឹងគឺថា30ផែនដីហ្នឹងគឺអត់មានព្រះសម្មាសម្ពុទ្ធបានត្រាស់ទេសញ្ញកັບ30ផែនដីហ្នឹងបានទៅតែផែនដីនេះទេពុទ្ធបានត្រាស់ដឹង5ព្រះអង្គហ្នឹងអញ្ចឹងសរុបមកគឺថារាប់មើលឲ្យត្រឹមត្រូវហើយគឺថា12ផែនដីតែប៉ុណ្្នឹងទេដែលមានព្រះសម្មាសម្ពុទ្ធបានត្រាស់រាប់ដោយ4អសង្ខ័យ1សែនកាប់ហ្នឹងហើយព្រះសម្មាសម្ពុទ្ធ29អង្គ
រាប់ដោយព្រះអរិយមេត្រីមួយអង្គទៀតនឹងក្នុងផែនដី12ហ្នឹង12ផែនដីហ្នឹងគឺមានព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹងរួចហើយបរិនិព្វានទៅហើយ28អង្គហើយនៅមួយអង្គទៀតក្នុងផត្តកັບហ្នឹងហើយតទៅសញ្ញកັບបណ្ណាទៀតរៃលែងទៅណាស់ដូច្នេះខ្ញុំណាគ្រាន់តែនឹករលឹកក្នុងគម្ពីរពុទ្ធវង្សបៃដកយើងលេខ77ហ្នឹងដើម្បីឲ្យឃើញថាការដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហ្នឹងកិច្ចឆោពុទ្ធេនមកបាតោដែលយើងបានទទួលអំពីឱវាទរបស់ព្រះអង្គពធัวដែលព្រះអង្គសម្ដែងហ្នឹងគឺហៅពេញសែនក្រណាស់ហើយយើងមើលក្របានកើតមកជាមនុស្សក៏ព្រះអង្គសម្ដែងប្រៀបធៀបទៅនឹងក្រៃលែងណាស់ណាប្រៀបធៀបទៅនឹងគឺថាទេវតាក៏ដោយមនុស្សក៏ដោយស្លាប់ទៅអបាយភូមិហ្នឹងច្រើនហើយកើតនៅក្នុងមនុស្សទេវតាតិចទេហើយដល់ទៅសត្វក្នុងអបាយភូមិស្លាប់ទៅមកកើតមនុស្សទេវតាហ្នឹងតិចទេនៅក្នុងអបាយភូមិដដែលវិលវល់ហ្នឹងច្រើនទៅចឹងដូច្នេះគឺថាកំណើតសុគតិភពហ្នឹងមានមនុស្សជាដើមហ្នឹងគឺក្រក្រៃលែងទៅណាស់ព្រះអង្គទ្រង់ប្រៀបធៀបអីហ្នឹងយើងធ្លាប់ឮហើយណាមួយកើតមកជាមនុស្សហើយខ្វល់រវល់តែរឿងប្រកាន់បញ្ញខណ្ឌថាជាទូខ្លួនហ្នឹងចាំបីបាច់មើលថែហួងហែងអីសពគ្រប់ហ្នឹងអស់មួយជាតិហ្នឹងចឹងទៅហ្នឹងឯងមិនបានអប់រំនៅគុណភាពនៃជីវិតដូចដែលយើងបានជួបនឹងពធัวដូចនេះទេហើយតើងាយណាបានចូលកាន់ភ្នោះបើព្រះអង្គត្រាស់ថាទុបបពេជាងទុរៈភិរមាំងនេះហ្នឹងឯងចឹងគឺថាលះបង់វង្សាកដាញាតហើយចូលកាន់ភ្នោះនេះក្រហើយក្រត្រង់ដែលថាទុរៈភិរមាំងនេះត្រេកអរនឹងការប្រព្រឹត្តបរិបត្តិតាមធម៌តាមវិន័យហ្នឹងឯងគឺបញ្ញាបញ្ញាប់ដើម្បីចម្រើនសមថវិបស្សនាកំចាត់បងនៅកិលេសតែកាលណាមិនបញ្ញាបញ្ញាប់ទេបដែតដោយទៅយូរកិលេសគ្រប់គ្រងទៅជាទាស់នឹងសិក្ខាបទចឹងទៅហើយណាមួយតេតួងនឹងការសែបគប់ទៀតហ្នឹងឯងសំខាន់ក្នុងការសែបគប់នឹងណាដែលយើងបានសែបគប់ទៅបានល្អហ្នឹងគឺអរគុណណាស់អរគុណដល់កល្យាណមិត្តដល់ព្រះឧបជាព្រះអាចារ្យដែលបានណែនាំឲ្យមានអធិស្ស្រ័យគោរពជ្រះថ្លាទៅក្នុងធัวក្នុងវិន័យនឹងឯងចឹងគឺអរគុណមែនទែនបើថារត់ទទួលទានអីហ្នឹងចំណេញណាណីទៅដែលយើងបានដឹងហើយរឿងក្នុងលោកហ្នឹងគឺថាស្ញើចសើគ្នារឿងចំណេញទៅដោយទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ហ្នឹងប៉ុន្តែគ្រាន់តែប្រៀបថាខ្សែគប់ត្រូវបានដឹកនាំទៅឲ្យប្រតិបត្តិនៅក្នុងពធัวព្រះវិន័យនេះគឺថាជាព្រះមច្ចរិយធัวចំណេញនឹងចំណេញបណ្ណាគឺចំណេញមិនលំបាកនឹងទទួលអត្តភាពភពជាតិកំណើតរាប់ជាតិជាអនេកហ្នឹងអាការរវល់ខ្វល់ហ្នឹងត្រូវកាត់ចេញអស់នេះនឹងឯងដែលសិលសមាធិបញ្ញាហ្នឹងនាំឲ្យបានមកជួបលោកតរៈមានសោតាបត្តមៈជាដើមនេះហ្នឹងគឺចំណេញបណ្ណាទៅក្រៃលែងបណ្ណាទៅដែលមិនរវល់ក្នុងការទទួលបញ្ញខណ្ឌយកមកអភិបាលរក្សាយកមកការពារយកមកហួងហែងហ្នឹងក្រៃលែងទៅណាស់ចឹងទៅក្នុងការដែលបាននៅកល្យាណមិត្តហ្នឹងគឺក្រៃលែងគឺមិនងាយរកបានទេដែលដឹកនាំនៅក្នុងផ្លូវត្រូវឲ្យជ្រះថ្លាក្នុងព្រះវិន័យដែលជាគ្រឹះនៃសមថៈនិងវិបស្សនាដែលត្រូវអប់រំនៅក្នុងពុទ្ធសាសនាហ្នឹងដែលនឹងត្រូវឲ្យឃើញអត្តភាពរៀងព្រះអង្គរៀងខ្លួនគឺបញ្ញខណ្ឌនេះតាមសេចក្តីពិតស្រាប់ហើយដែលជាផលរបស់បច្ច័យវាមិនអាចជាអត្តាទូខ្លួនអង្គណាទេអញ្ចឹងគឺថាវាអត់មានខ្លួនយើងស្រេចទៅហើយវាគ្រាន់តែមានទិដ្ឋិប្រកាន់រូបវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងថាជាខ្លួនយើងដល់ទៅពលឺស្វាងកើតឡើងទៅវាមានតែលះអត្តាណាបើអត្តានឹងវាអត់ស្រាប់ហើយហ្នឹងលះអាការឃើញខុសនឹងឯងទាំងអាការឃើញខុសហ្នឹងសូម្បីថាមិនតាន់ដាច់ជាសមុជឆេតទេនៅក្នុងវិបស្សនាដែលជាតទាំងកបហានៈទិដ្ឋិកើតឡើងក៏អត់ប្រកាន់ថាជាខ្លួនយើងដែលនៅមានសេចក្តីប្រកាន់ថាយើងហ្នឹងក៏ជានាមធម៌មួយបែបចឹងទៅរួមជាមួយគ្នានឹងនាមធម៌ដតីដែលគ្រាន់តែជាការដឹងអារម្មណ៍នឹងឯងទោះជាអារម្មណ៍អីក៏ដោយអារម្មណ៍អីក៏ដោយគឺមកកំណត់ដឹងនាមធម៌ដែលដឹងអារម្មណ៍ហ្នឹងមិនមែនជាខ្លួនយើងវាត្រូវកាត់តណ្ហាត្រូវរកអារម្មណ៍នោះនឹងឯងយកមកឲ្យអ្នកណា
បើវិថីចិត្តដែលដឹងអារម្មណ៍នឹងឯងវាមិនមែនជាទូខ្លួនយើងនឹងបានប្រកាសឡើងដល់បញ្ញាអញ្ចឹងគឺថាយើងសង្ឃឹមទៅនៅក្នុងការចាក់ធ្លុះនៅបញ្ញខណ្ឌនឹងឯងដោយញាតបរិញ្ញាដឹកនាមរូបព្រមទៅដោយបច្ច័យជាដើមហ្នឹងឯងដែលធ្វើឲ្យយើងមានកម្លាំងទៅនៅក្នុងបដិបត្តិធម៌ដែលយើងចេះតែបានដឹងមកថាអត្តភាពគឺបញ្ញខណ្ឌជាបច្ចុប្បន្នហ្នឹងមិនមែនខ្លួនយើងស្រេចទៅហើយក៏មិនមែនយើងអ្នកធ្វើមកដែរគ្រាន់តែជាការឲ្យដឹងទៅតាមសេចក្តីពិតតែប៉ុណ្្នឹងហើយលះការវង្វេងដោយអសម្មោហៈសម្បជញ្ញៈហ្នឹងឯងលះការប្រកាន់ទៅតាមអំណាចនៃវិបស្សនាហ្នឹងជាការស្រាវជ្រាវរាវរកសេចក្តីពិតគឺថាអ្វីដែលប្រព្រឹត្តទៅជាវត្តដាក់ដែលជាកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកហ្នឹងគឺវាអត់មានតាកទួងអីនឹងយើងអ្នកធ្វើចឹងដូចអញ្ចឹងទៅគឺវាអត់មានមកដូចថាកុកកញ្ចក់ដៅកាហាយបន្ទោសខ្លួនឯងរឿងអីដែលតាកទួងទៅក្នុងវត្តដាក់ហ្នឹងទេអត់មានកើតទៅជាកុកកញ្ចក់ដែលជាអបាយគាមិនីទៅហ្នឹងទេអបាយគាមិនីកុកកញ្ចក់ឲ្យទៅកាន់អបាយភូមិហ្នឹងហៅថាកុកកញ្ចក់អបាយគាមិនីហ្នឹងវាអត់មានទេដោយសារបានដឹងវត្តដាក់ហ្នឹងឯងគឺដឹងនាមរូបព្រមទៅដោយបច្ច័យហ្នឹងឯងចឹងគឺយើងអត់បានធ្វើមែនអត់បានធ្វើកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកហ្នឹងគឺវាជាខ្សែរបស់វត្តដាក់ជាតំណនៃសង្ខារធัวមែនអញ្ចឹងទៅដោយអំណាចនៃបច្ចយៈបរិក្ខញ្ញាណដែលកើតឡើងហ្នឹងហើយមើលធัวទាំងអស់ហ្នឹងគឺពុទ្ធបរិស័ទយើងនឹងឯងដែលអាចសម្រេចបានដែលអាចទទួលបាននៅបរិញ្ញាហ្នឹងណាតែយើងមិនរីករាយយ៉ាងម៉េចហើយមិនមានកម្លាំងចិត្តនៅក្នុងការចម្រើនសតិប្បដ្ឋានតទៅទៀតហ្នឹងយ៉ាងម៉េចទៅដូចជាយើងបានស្ដាប់ពីព្រះនិព្វានអញ្ចឹងយើងឮសូរព្រះនិព្វាននឹងឯងរួចផុតចាកទុក្ខយើងក៏ត្រូវការព្រះនិព្វាននឹងប៉ុន្តែមិនដឹងជាពេលណាទេដែលយើងបានព្រះនិព្វានអាហ្នឹងវានៅក្នុងគំនិតឥឡូវហ្នឹងជាខ្លួនយើងហ្នឹងឯងរហូតទៅហ្នឹងឯងពេលណាដែលយើងបានព្រះនិព្វាននឹងអញ្ចឹងទៅបានយើងបានសេចក្តីសុខប៉ុន្តែដល់ទៅយើងមានវិបស្សនាមានចាំបាច់ពេលណាឥឡូវហ្នឹងបញ្ញខណ្ឌហ្នឹងមើលគុណចាស់មិនមែនជាព្រះនិព្វានពិតប្រាកដបើបញ្ញខណ្ឌជាសង្ខារធัวមិនមែនជាព្រះនិព្វានប៉ុន្តែក៏មិនមែនជាខ្លួនយើងដែរតែវិបស្សនាហ្នឹងដែលឲ្យសេចក្តីសំខាន់សម្រាប់អ្នកបប្រតិបត្តិហ្នឹងគឺមិនមែននៅក្នុងគំនិតខ្លួនយើងរងចាំព្រះនិព្វានអីណាអញ្ចឹងគឺបានន័យថាឥឡូវហ្នឹងជាខ្លួនយើងអញ្ចឹងហ្នឹងឯងបានតល់តែព្រះនិព្វានទៅបានអត់មានយើងអានោះមកពីយើងប្រកាន់បញ្ញខណ្ឌជាយើងដល់ទៅព្រះនិព្វានអត់មានយើងអានោះវាចូលក្នុងអុឆេតតិដ្ឋិទៅទៀតយល់ឃើញថាយើងអត់កើតទៀតហើយឥឡូវហ្នឹងកំពុងតែនៅជាយើងហ្នឹងឯងអញ្ចឹងវាជារឿងមួយដែលយើងរងចាំទៅមិនដឹងជាពេលណាដែលយើងបានព្រះនិព្វានដល់ទៅវិបស្សនាមានរងចាំអីមានរងចាំតដល់ព្រះនិព្វានបានអត់យើងអីមានចាំបាច់តតែព្រះនិព្វានបានអត់យើងឯណាឥឡូវនេះក៏វាអត់យើងទៅហើយវាមានតែបញ្ញខណ្ឌនឹងឯងចឹងហ្នឹងឯងហើយវាសំខាន់ត្រង់ដែលអត់មានយើងនឹងតែមានបញ្ញខណ្ឌវាមានតែបញ្ញខណ្ឌទៅវាមានយើងអីក៏ណាមានចាំបាច់តតែព្រះនិព្វានបានសពេធម្មេអនត្តាឯណាបញ្ញខណ្ឌក៏អត់មានខ្លួនយើងដែរសពេធម្មេអនត្តារួមទាំងបញ្ញខណ្ឌរួមទាំងព្រះនិព្វាននឹងឯងហើយដល់ទៅវិបស្សនាមិនប្រកាន់ក្នុងបញ្ញខណ្ឌថាជាយើងបញ្ញខណ្ឌនោះវាមិនមែនចិត្តទៅប្រព្រឹត្តទៅទេតែវាមានពូជវាមានកម្មនឹងឯងដែលនាំឲ្យមានបដិសន្ធិហើយអាកម្មនោះវាកើតមកពីកិលេសអាកិលេសនោះវាត្រង់អាប្រកាន់ថាខ្លួនយើងនឹងឯងដែលវាសម្រាប់តឲ្យទៅជាកម្មវែងឆ្ងាយតទៅហ្នឹងហើយដល់ទៅឃើញថាវាអត់មានជាអត្តាអញ្ចឹងទៅម្ល៉េះហើយវាត្រូវលះកិលេសវត្តដាក់លះកម្មវត្តដាក់អញ្ចឹងបញ្ញខណ្ឌក៏មិនប្រព្រឹត្តទៅវែងឆ្ងាយទៅដែរដូចជាអត្តភាពរបស់ព្រះសោតាបានអីអញ្ចឹងមានទៅប្រមាណជាតិតទៅនឹងត្រូវអស់តណ្ហាដោយអរហត្តមគ្គកើតឡើងទៅព្រោះតែសោតាបត្តមគ្គកើតឡើងហើយជាបកតោបនិស្សយបច្ច័យនិងញ៉ាំងសកតាគិមិមគ្គសកតាគិមិមគ្គញ៉ាំងអនាគិមិមគ្គអនាគិមិមគ្គញ៉ាំងអរហត្តមគ្គឲ្យកើតឡើងយ៉ាងទៀងទាត់ប្រកបក្នុងការដែលត្រូវអស់តណ្ហាទៅបញ្ញខណ្ឌហ្នឹងក៏អត់មានបន្តទៅទៀតទេជាការដែលត្រូវអស់
វត្តដាក់ត្រឹមប៉ុណ្ណឹងទៅវាជារឿងរបស់វត្តដាក់ទេអាហ្នឹងអស់ឬមិនអស់ជារឿងវត្តដាក់ទេប៉ុន្តែឥឡូវនេះគឺថាមានបញ្ញខណ្ឌមានតែខណ្ឌទៅមានតែរូបទៅវេទនាសញ្ញាសង្ខារវិញ្ញាណទៅជារៀបជាធិមរណៈវានៅជាមួយខណ្ឌទៅមាននៅជាមួយយើងឯណាហ្នឹងហើយគឺថាមានបញ្ញខណ្ឌវាមានជារាមានជាធិមានមរណៈអកុសលវិបាកក៏វាជាខណ្ឌប្រព្រឹត្តទៅនៅក្នុងខណ្ឌទេពវត្តអញ្ចឹងការដែលមិនប្រកាន់បញ្ញខណ្ឌនេះដែលប្រកាសណាគុណចាស់មើលខ្ញុំណាគ្រាន់តែចង់បញ្ជាក់ថាមិនមែនតលតែព្រះនិព្វានបានអត់យើងឯណាយើងចេះតែប្រាថ្នាព្រះនិព្វានហ្នឹងបានត្រឹមតែយើងប្រាថ្នាប៉ុន្តែដល់តែជាមួយបញ្ញខណ្ឌមិនមែនយើងប្រាថ្នាទេអានេះគឺប្រកាន់មមទៅតែម្ដងចឹងហ្នឹងឯងមិនមែនមកប្រាថ្នាថាឲ្យបញ្ញខណ្ឌហ្នឹងជាខ្ញុំឲ្យខ្ញុំមានបញ្ញខណ្ឌអីអត់ទេអាហ្នឹងគឺជាការប្រកាន់មមព្រះនិព្វានបានត្រឹមតែប្រាថ្នាហ្នឹងចឹងទៅតែដល់ទៅមានវិបស្សនាមានបដិបត្តិធម៌គឺថាការដែលបានកំណត់ដឹងនៅបញ្ញខណ្ឌហ្នឹងអត់មានខ្លួនយើងហើយស្រេចអញ្ចឹងយើងមើលអាការដែលប្រាថ្នាឲ្យខ្លួនយើងបានទៅនិព្វានបានយើងដឹងថាអាហ្នឹងវានៅជាប់តាក់ទងដោយតណ្ហាពីព្រោះវាមានសេចក្តីសម្គាល់ថាខ្លួនយើងដើម្បីបានព្រះនិព្វានអញ្ចឹងសេចក្តីសម្គាល់ថាខ្លួនយើងនោះវាជាទិដ្ឋិវាកើតជាមួយលោភៈមិនដែលទិដ្ឋិប្រសិជ្ជៈពីលោភៈតណ្ហានឹងទេហើយដល់ទៅបានដឹងបញ្ញខណ្ឌអត់មានខ្លួនយើងអញ្ចឹងទៅវាមានអាសេចក្តីប្រាថ្នាឲ្យខ្លួនយើងបាននិព្វានអីទៀតប៉ុន្តែការដែលដឹងបញ្ញខណ្ឌនេះឯងនេះជាបដិបទាទៅរកការរំលត់ទិដ្ឋិការរំលត់ទិដ្ឋិរំលត់មាននេះរំលត់តណ្ហារំលត់បបញ្ញធម៌នេះឯងគឺជាព្រះនិព្វានប៉ុន្តែបដិបទាទៅរកការរំលត់ហ្នឹងឯងពីព្រោះតើតែមានអរិយមគ្គកើតឡើងទាំងបានឲ្យផលសម្រាប់គឺនិរោធនឹងទៅបានវិបស្សនាមិនអាចឲ្យផលនិរោធអរិយសច្ចៈទេនិរោធអរិយសច្ចៈមិនមែនជាផលសម្រាប់របស់វិបស្សនាទេតែជាផលសម្រាប់របស់អរិយមគ្គបានជាផលរបស់វិបស្សនាវាត្រូវទៅតាមលំដាប់នឹងអញ្ចឹងណាពីព្រោះបុគ្គលដែលមានវិបស្សនាគឺថាផលរបស់វិបស្សនាអត់មាននិរោធអរិយសច្ចៈទេគណាត្រូវបានជ្រាបថានិរោធអរិយសច្ចៈជាផលរបស់អរិយមគ្គព្រោះមិនមានការកើតឡើងមិនមានការកើតឡើងនៅកិលេសមិនមានការកើតឡើងនៅកម្មមិនមានការកើតឡើងនៅវិបាកខណ្ឌហ្នឹងដោយអំណាចនៃអរិយមគ្គតែអរិយមគ្គជាផលរបស់វិបស្សនាអញ្ចឹងគឺថានៅក្នុងបដិបទាទៅរកព្រះនិព្វានហ្នឹងវាខុសអំពីដែលយើងប្រាថ្នាឲ្យយើងបាននិព្វានណាហ្នឹងឯងយើងប្រាថ្នាហ្នឹងគឺមិនមែនថាយើងទៅហាមឃាត់អីទេពីព្រោះយើងឮព្រះនិព្វានជាបរមសុខហ្នឹងប្រាថ្នាព្រះនិព្វានហ្នឹងគឺថាជាចំណែកមួយល្អហើយល្អត្រង់ថាឲ្យយើងធ្វើទានរក្សាសិលភាវនាអីអប់រំកុសលធម៌ហ្នឹងនឹងល្អអញ្ចឹងនឹងឯងវាមិនដូចជាថាប្រាថ្នាទៅសបាយរីករាយទៅក្នុងកិលេសកម្មអីហើយយល់ថាជានិព្វានអីនៅក្នុងកម្មគុណអីទេអានឹងបានវាជ្រុបងប់លេចចុះទៅនៅក្នុងតណ្ហាលេចចុះទៅក្នុងវត្តដាក់បើប្រាថ្នាព្រះនិព្វាននឹងអាចឲ្យយើងមានសមាធិថាមិនមែនចេះតែបានឯងទេដល់ឲ្យយើងខំប្រឹងទានសិលភាវនាសិលសមាធិបញ្ញាអញ្ចឹងទៅអញ្ចឹងគឺថាបានអំពីអាសង្សោដែលប្រាថ្នាព្រះអរហន្តនឹងទៅបានវិកតាសោនឹងប្រឆាតណ្ហាជាការដែលបានសម្រេចនឹងឯងប៉ុន្តែក្នុងទីនេះគ្រាន់តែឲ្យយើងឃើញថាការអភិវឌ្ឍចម្រើនទៅដោយញាណគឺបញ្ញាចេះដឹងនោះវាអភិវឌ្ឍត្រង់ថាមិនមែនយើងគ្រាន់តែប្រាថ្នាឲ្យបាននិព្វានទាំងដែលនៅក្នុងគំនិតថាឥឡូវហ្នឹងមានយើងទេនឹងឯងព្រោះយើងដឹងថាអូអាត្រូវការឲ្យយើងបានហ្នឹងវាជាប់ទាក់ទងទៅដោយសេចក្តីប្រកម្មថាខ្លួនយើងតែដល់ទៅមានវិបស្សនាកើតឡើងគឺវិបស្សនាហ្នឹងជាបដិបទាទៅរកព្រះនិព្វានមិនគ្រាន់តែប្រាថ្នាទេគឺបានកំណត់ដឹងនៅបញ្ញខណ្ឌហើយឃើញការលះបង់នៅទិដ្ឋិហ្នឹងត្រង់ដែលឃើញបញ្ញខណ្ឌមិនមែនយើងហ្នឹងគឺបានដូចថាលះទិដ្ឋិហ្នឹងឯងពាក្យហ្នឹងយើងនិយាយថាមិនមែនយើងហ្នឹងគឺយើងនិយាយឲ្យស្ដាប់បានទៅតាមបរមត្ថធម៌គឺខណ្ឌប៉ុន្តែដែលលះហ្នឹងគឺលះទិដ្ឋិលះមានះលះតណ្ហាទៅតាមវិបស្សនាហ្នឹងដោយតទាំងកបហានៈហ្នឹងឯងដល់ទៅវិបស្សនាញាណចម្រើនឡើងទៅគឺថាបញ្ញខណ្ឌមិនមែនជាយើងហើយស្រេចអញ្ចឹងទៅយើងមានត្រូវការឲ្យយើងហ្នឹងបានស្អីទៅទៀតគឺថាឲ្យយើងបានព្រះនិព្វានយ៉ាងម៉េចអាគំនិតគិតឲ្យយើងបាននោះវាអត់មានទេប៉ុន្តែព្រះនិព្វានគឺ
ជាទិសដៅនៃបដិបទាមិនមែនគ្រាន់តែជាទិសដៅនៃសេចក្តីប្រាថ្នាទេគឺណាជាទិសដៅនៃបដិបទាគឺវិបស្សនានេះឯងមែនវិបស្សនាហ្នឹងគឺថាវាដូចជាថាមួយយើងគ្រាន់តែប្រាថ្នាប៉ុន្តែយើងអត់ដឹងដើរទៅណាទេហ្នឹងហើយអត់មានដំណើរដើរទៅទេគ្រាន់តែប្រាថ្នាថាចង់ឲ្យបានដល់ព្រះនិព្វានជាទិសដៅអញ្ចឹងហ្នឹងឯងប៉ុន្តែដល់ទៅពេលបដិបត្តិធម៌អាហ្នឹងគឺដើរទៅវាកាន់តែចិត្តហើយមួយជំហានហ្នឹងគឺកាន់តែចិត្តឡើងដោយបដិបទាគឺការដើរហ្នឹងអញ្ចឹងគឺថាកុសលឆន្ទៈនៅក្នុងការដើរនេះជាកម្លាំងហ្នឹងឯងបៃតេបាមកជាក្នុងវិបស្សនាអីហ្នឹងប្រព្រឹត្តទៅលក្ខបតិបៃតេបាមកជាអមតាំងតាំងវិជាអ្នកតាំងហ្នឹងឯងជាមួយគ្នានឹងបដិបទាហ្នឹងសេចក្តីសម្គាល់ថាមានខ្លួនយើងដើម្បីបានអីជាមួយនឹងតណ្ហាហ្នឹងវាកាន់តែរសាយទៅកាន់តែលះបង់ទៅអញ្ចឹងគឺថាមានតែដំណើរទៅរកការរំលត់នៅកិលេសនឹងឯងអញ្ចឹងគឺបានប្រកាសណាពុទ្ធចាស់ញាតិញោមមើលនៅក្នុងជីវិតជាប្រកដីទៅគឺថាឃើញការកំណត់ដឹងនៅទុកនឹងឯងជាការប្រមូលសរុបមកនៅក្នុងការប្រព្រឹត្តព្រះមច្ឆរិយធម៌ហ្នឹងគឺអត់មានអីច្រើនទេគឺនៅត្រង់ដែលថាព្រះមច្ឆរិយធម៌ហ្នឹងប្រទៅដើម្បីកំណត់ដឹងនៅទុកនឹងឯងសិក្សាឲ្យយល់ពីទុកនឹងឯងហ្នឹងគឺថាជាការប្រមូលសរុបមកក្នុងព្រះមច្ឆរិយធម៌ហ្នឹងដល់ទៅកំណត់ដឹងទុកទៅបានឃើញទុកជាឧបាទានខណ្ឌនឹងឯងហើយជាមួយគ្នានឹងការដឹងទុកហ្នឹងបញ្ញានឹងឯងមិនមែនបញ្ញាដតីអីណាទៀតទេដែលចម្រើនទៅនឹងបានលះបង់នៅឆន្ទរាគៈលះបង់តណ្ហាក្នុងបញ្ញខណ្ឌនឹងឯងដែលឈ្មោះថាលះបង់នៅហេតុនៃសេចក្តីទុក្ខហ្នឹងអញ្ចឹងគឺខ្ញុំកណារៀបរាប់នៅក្នុងគុណនៃព្រះសម្មាសម្ពុទ្ធដើម្បីរួមនៅក្នុងពិធីបុណ្យដើម្បីតម្កល់នៅព្រះពុទ្ធចេតិយចឹងក៏ណាមិនមែនជាព្រះបរមធាតុក៏ជាព្រះពុទ្ធចេតិយដែរព្រះបរមធាតុក៏ជាព្រះពុទ្ធចេតិយមួយផ្នែកដែលជាធាតុទៅចេតិយចឹងទៅបត្រៃបីដកក៏ជាព្រះពុទ្ធចេតិយមួយផ្នែកគឺបឋមចេតិយទៅហើយបរិភោគចេតិយព្រះពុទ្ធជាព្រឹកព្រះសទ្ធោបចេតិយសង្វេជញ្ញត្តស្ថានអីទាំងអស់ហ្នឹងឬក៏អដ្ឋបរិខាអីនៃព្រះពុទ្ធអង្គហ្នឹងក៏ជាព្រះពុទ្ធចេតិយដែរហៅថាបរិភោគចេតិយអ្វីដែលព្រះអង្គធ្លាប់ប្រើប្រាស់ធ្លាប់គង់អាស្រ័យនៅហ្នឹងអញ្ចឹងនេះជាព្រះពុទ្ធចេតិយដែលជាឧទេសកចេតិយហ្នឹងអញ្ចឹងគឺបានរៀបរាប់ពីព្រះសម្មាសម្ពុទ្ធក្នុងគម្ពីរពុទ្ធវង្សហើយក៏ជាអានិសង្ឃនៃពុទ្ធបរិស័ទគឺថាយើងបានជួបនឹងពធហៅពេញសែនក្រហ្នឹងហើយមិនមែនគ្រាន់តែបានជួបឮស្ដាប់អីទេថែមទាំងបានបដិបត្តិក្នុងដំណើរទៅរកព្រះនិព្វានមិនមែនគ្រាន់តែជាការប្រាថ្នាដែលនៅក្នុងសេចក្តីសម្គាល់ថាមានខ្លួនយើងដើម្បីបានព្រះនិព្វានទេគឺថាមកឃើញបញ្ញខណ្ឌឥឡូវនេះមិនមែនជាខ្លួនយើងហើយស្រេចហើយនឹងឯងជាបដិបទាទៅកាន់ការអស់តណ្ហាបដិបទាទៅរកការរំលត់នៅទិដ្ឋិជាដើមហ្នឹងដោយបដិបត្តិធម៌មែនទែនហើយយើងឃើញថាកម្មតែចិត្តព្រះនិព្វានមែនទែនពីព្រោះអីពីព្រោះយើងគិតថាព្រះនិព្វានមិនដឹងពេលណាដែលយើងត្រូវបានក៏ប៉ុន្តែតាមពិតឥឡូវនេះបច្ចុប្បន្ននេះមិនមានយើងហើយស្រេចមានតតែព្រះនិព្វានបានមិនមានយើងឯណាហ្នឹងហើយព្រះនិព្វានសពេធម្មេអនត្តាឥឡូវនេះក៏នៅតែសពេធម្មេអនត្តាមិនចាំបាច់តតែព្រះនិព្វានហ្នឹងឯណាដែលថាមិនមានយើងហ្នឹងឥឡូវហ្នឹងមានបញ្ញខណ្ឌមែនក៏មានតែខណ្ឌទៅដែលវាមិនមែនជាយើងហ្នឹងឯងដែលជាសេចក្តីសំខាន់ក្នុងបដិបទាទៅរកការរំលត់តណ្ហាហើយការអស់តណ្ហាហ្នឹងឯងគឺជាព្រះនិព្វានទៀតសូមអនុមោទនាកណាអញ្ចឹងក៏នៅខាងលើក៏បានរៀបចំរួចស្រេចបាច់ហើយក៏ប្រារព្ធពិធីហ្នឹងទៅគុណចាស់និមន្តទៅចឹងណាចាស់ព្រះអង្គគ្រូមានកម្លាំងអីជាបឋមប្រធានអញ្ចឹងទៅព្រះអង្គមេត្តាអនុគ្រោះនិមន្តទៅតាមបហបតីដើម្បីឲ្យពុទ្ធបរិស័ទមានសេចក្តីជ្រះថ្លាណារួមជាមួយនឹងគុណចាស់ព្រះអង្គព្រះបញ្ញាជោតតោទៅព្រះអង្គធ្លាប់បាននិមន្តទៅហើយនិមន្តគុណចាស់ព្រះអង្គគ្រូព្រះមហាថេរៈទៅព្រះអង្គគ្រូបច្ចារិកាលោកខ្លាចលោកចាស់ហើយអីចឹងមិនតាមបតីតាមបតីក៏ណានិមន្តចុះណាហ្នឹងហើយអញ្ចឹងសូមកម្មវិធីបន្តបងលំធានសូត្រធម៌ណា
ឲ្យបងlàmជាសូត្រធ្វើអង្គមុនសូមក្រាបប្រណម្យបង្គំវន្តាពួកព្រះភគវីពុទ្ធធាបានត្រាធម្មនេយាមទំនៀមល្អល្អ30មុខច្បាស់សូមពរនាមួយរំជួយភពជាតិគ្រប់ចុងក្រោយបារមីនាំឲ្យដឹងពេលវេលាត្រង់យាងកាន់ផ្ទៃដឹងខ្លួនគ្រប់គ្រាក្នុងគោមេត្តាពីគឺព្រះភ័ក្ត្រវលៈក្នុងគោស្មឹងស្មាតក្នុងធម៌បាវកាយាព្រះភ័ក្ត្របែបទុយពីខ្នងមេត្តាពងទេភ្លឺថ្លាមេត្តារំបីបីអរិយាបទនៃព្រះមេត្តាពេលគ្រប់មេសាសាស្ដាចាផ្ទៃមេត្តាត្រង់ឈរតីប្រសោតបុតថ្លៃហរតីជ្រះថ្លា4សួនអោធានទីឋានប្រសោតក្នុងព្រៃរហូតឈើស្រោតចេញផ្កាទេវតានិងមនុស្សថ្វាយសាធុកាចក្រវាលបបតាតួទេអ៊ូអព្រះព្រះប្រសោតចោស្រោតយាងធាន7ចំហ៊ានឈ្មោះទឺអត់ដល់ទួតគ្រប់ទីឋានបន្តបានលើសៃហនេត6ប្រាមាលទតមើលនិមិត្តទេវទូត4បិទចិត្តគិតឡើងញាតបុតកើតថ្ងៃណាត្រង់ក្លៀតចិត្តអត់រវេទញាតត្រាសាងភ្នួ7ធារោផ្ដាច់បដោព្យាយាមអត់មានតែទៀមក្នុងនាមអ្នកបួកំណត់វេលាតញ្ញោ7ថ្ងៃនោះទៅបានប្រាំងដឹង8ម៉ែសីកងសោយបាយាក្នុងថ្ងៃបានព្រះត្រង់ច្បាស់ទីពឹងបាយ៉ាងថាមាននឹងហៅបាយព្រះដឹងបានប៉ុនមេមេ9ជួនភពត្រង់ទ្របស្បោផ្លាំងคล้ายជាបល្ល័ង្កកងតាំងភាវនានៅកុលពោធិព្រឹកទើងបោពាបល្ល័ង្កភគវីផងគ្រាសាយន10គប់មរតីអាណាបានៈបរិកម្មប្រចាំងសន្តិដឹងតនខ្យល់ចេញចិត្តមូលមិនភ័ណ្ឌដំណើរជាវ័នជន់ឆ្លងកម្មមា11ជំនួយពីព្រះបារមីចាញ់មេអបរិសេនាពុទ្ធខាងប្រវត្តិត្រង់នេះអង្គចាបរិស័ទក្រាំងថ្លាបាច់ផ្កាអភិសេក12មនីអង្គត្រង់សម្រេចញាណត្រៃវិជ្ជាមានពីសាបណ្ណម័យកើតញាណផ្លែកផ្លែកពុទ្ធញាណពួងឯក៏ក្រើកធរនី13សត្វថ្លៃកងក្នុងមហាឋានវិមុតសែមសានអង្គឋាន7សព្ទាឋាន1លើកស្ទួយចិត្តដីព្រះមនី7កន្លែង14ជួនព្រំជុំអរតនីសូមព្រះភគវីយាងព្រះសំដែងព្រះធម៌ប្របីវិស័យសោសែងត្រង់ព្រមដោយព្រមវិហារ15ចាំច្បាំងត្រង់ព្រះធម្មចាងអេសែងបតនាងព្រៃមកទាយាឋានត្រៃអសលហៈបូជាថ្ងៃព្រះភគវីស្ថាបនាព្រះសង្ឃ16ត្រង់គង់ព្រះអវាទបដិមកសាងស្អាតអវាទភរផង្កតែដងព្រះធម៌ពុនលើចិត្តរងថ្ងៃនេះត្រូវត្រង់នាងខាងប៉ុណ្ណាមី17ត្រង់គង់វត្តចេតពុនប្រោះដល់មហាជនប្រក្រតីត្រង់យកអារុនចេតពុនសួស្ដីចេតពុនចិនអាស្រ័យអាស្រ័យជានិច្ច18ត្រង់សំដែងបដិហាយមកៈអង្គចានៃក្រណរដ្ឋកិច្ចនៅក្រុងសាវត្ថីប្រស្រីមិនតិចនី
ជាពុទ្ធកិច្ចសង្គ្រោះលោកកា19ត្រង់កងឋានត្រៃត្រឹងត្រែរេរំពឹងដែងអភិធម្មស័ក្តិសំអង្គចាថ្វាយព្រះមេត្តាសុខាអមតៈ20គឺព្រះអង្គទ្រង់ចាកទេវលោកស្ដេចយាងចង់មកដែនសង្កសមហាជនច្រើនពិតយកចិត្តទុកដាក់បូជាគិរវៈអចលង្ចេតដី21ត្រង់កងក្នុងសម្មាបត្តិព្រះញាណស្ងប់ស្ងាត់កាត់លោកីអរហត្តផលដំកល់ប្រក្រតីឆាប់ក្តីយោក្តីវិស័យពុទ្ធញាណ22ប្រាមាលមើលគ្រប់វេណីឧបនិស្ស័យសពសត្វដែលមានដោយព្រះករណាសម្មាបត្តិញាណត្រួតសត្វកោតលៀនពីវិរៈ23ត្រង់លេវេណីអញ្ញាបញ្ញត្តិសិក្ខាតាមការជ្រាបជាងមានរឿងកើតមុនខូចគុណសាវៈមានហេតុឡើងដើមដាងវេណី24ត្រង់ករណាជាដងតេស្នាសាងស្ដាលក់លីដើមរឿងជាហេតុបង្កើតអត្តន័យជាដកប្របីលីតាមហេតុការ25ត្រង់ព្រោះដល់ពួកព្រះញាតអង្គព្រះនាតសំដែងបដិហាកម្មចាត់មាននាងព្រះញាតវង្សារួចទៅទេសនាកម្មពីពុទ្ធវង្ស26ត្រង់កងក្នុងធម៌បរិស័ទមានតួត្រួតត្រង់ស្ដេចយាងតួទួលស្រស់ស្រួលដោយអង្គរវាំងផរផាំងឈ្មោះត្រង់ព្រះធម៌27ត្រង់កងចាំវសាបើមាននរណានិមន្តពេលចេញវសាមុនយាងចេញចោត្រង់ចម្រើនពួរព្រះលាអ្នកនោះ28ត្រង់កងយ៉ាងម៉ត់ចាត់មុនផាត់ក្រោយផាត់មានផ្លាត់ផ្លិចសោះបំពេញពុទ្ធកិច្ចពុទ្ធកិច្ចសង្គ្រោះមនុស្សនិងទេវតា29ត្រង់កងសោយមង្សៈក្នុងថ្ងៃត្រង់ដាក់អនុដ្ឋានកាយាបណ្ណាបាតចុងក្រោយជាទៀនថ្លៃថ្លាសោយរស់សារតិបរិសុទ្ធ30អវសានត្រង់បានចូលឈានមិននឹងនិព្វានឈានច្រើនបំផុត24សែនកោសមាបត្តិបរិសុទ្ធរួចហើយត្រង់ផុតរលត់សង្ខាអង្គរីខ្ញុំបង្គំឈួងព្រះបកវីព្រះធម៌ថ្លៃថ្លាព្រមទាំងព្រះសង្ឃភរផង្សីឡាចិន្តាលំអត់សូមអោយសពសត្វប្រតិបត្តិតាមធម៌សាសនាបាវល្អដូចព្រះនាមអរហង្គសម្មាគ្មានការតេទៀមកិលេសរវាមរវាទសូនបងសូមអោយសាសនាសម្ពុទ្ធបរិស័ទមកមុតរួមចិត្តត្រួតត្រង់ថិតទេជារកាលអភិបាលដោយសង្ឃព្រមព្រៀងស្មោះត្រង់សេងខាសូមមនុស្សទេវតាមានការគោរពទាំងថ្ងៃទាំងយប់ក្នុងព្រះសាសនាសូមបានសម្រេចក្តីប្រាថ្នាអស់នៅតណ្ហាទុក្ខាចប់ហងសូមអនុមោទនាសាធុសាធុចឹងក៏សូមអរគុណលោកម្ចាស់គ្រប់អង្គហើយបានអនុញ្ញាតពីលោកម្ចាស់ជាប្រធារៈដែលមានឧបនិស្ស័យល្អបានមកស្រាប់ធម៌រៀនធម៌ក្នុងសំណាក់លោកគ្រូហើយតាំងពីបនសម្ពោធមកគឺបានចូលរួមប្រតិស្ថានព្រះបរមធាតុជាមួយញាតិញោមជាមួយលោកគ្រូជាមួយញាតិញោមគ្រប់គ្នាហើយរឿយៗមួយឆ្នាំពីរដងបានសម្អាតបោះស្បុកព្រះបរមធាតុទាំងខាងក្នុងទាំងខាងក្រៅខាងលើហ្នឹងហើយបានថែទាំបច្ច័យដីជាចំណែកហើយនៅខាងលើគឺមានព្រះពុទ្ធបដិមាព្រះពុទ្ធចេតិយហ្នឹងមាសសុទ្ធ3អង្គហើយដែលបានប្រតិស្ថានដែលបានបន់ពីលោកគ្រូមកបាននិមន្តឡើងទៅនិមន្តចុះនិមន្តឡើងចឹងបនកសលទាំងអស់ទាំងបានប្រតិស្ថានព្រះបរមធាតុអីកាលពីបានដូរព្រះសវណ្ណកោក៏បានលោកគ្រូអនុគ្រោះបនផងដែរអញ្ចឹងជាបនទាំងអស់សូមមកគេលោកម្ចាស់គ្រប់អង្គសូមលោកម្ចាស់គ្រប់អង្គអនុមោទនាបនសូមខមាទោសក្រែងលោកខុសឆ្គងឆ្គងជូនបនលោកគ្រូនិងញាតិញោមពុទ្ធបរិស័ទក្នុងប្រទេសក្រៅប្រទេសទាំងអស់ក៏ដូចជាថ្ងៃនេះសូមជូនបនដល់ញោមបាសកាផាំងស្រួយផងដែរក៏ដូចជាសរុបបនថ្ងៃនេះទាំងកណានុបទានពីព្រឹកមិញជាទាំងធម្មទានដែលយើងស្ដាប់ប្រហែលជា6-7ម៉ោងនេះក៏សូមឧទ្ទិសដល់ទេវតារក្សាព្រះមហាគុណកតនេះ
ហើយជាពិសេសគឺខ្ញុំតាមហាបាសកបុត្រទូតជាបិតាលោកគ្រូចឹងខ្ញុំនិយាយលេងអឿងជាបិតាលោកគ្រូជាមួយនឹងញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាសាច់ញាតិក្នុងសង្សារវត្តសូមជ្រះថ្លាអនុមោទនាបុណ្យឲ្យជួយអភិបាលរក្សាដល់ពុទ្ធសាសនាអភិបាលរក្សាលោកគ្រូញាតិញោមពុទ្ធបរិស័ទអភិបាលរក្សាលោកម្ចាស់គ្រប់អង្គសូមបានទិដ្ឋិចរការនៅក្នុងសមាធិរហូតដល់រួចផុតចាកទុក្ខគ្រប់អង្គគ្រប់គ្នាសូមអនុមោទនាខ្ញុំសូមអនុញ្ញាតពីលោកម្ចាស់ព្រះថេរៈគ្រប់អង្គនៅឲ្យបានវេបកាម្ដងសង្ខេបចុះសូមអនុមោទនានមោតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតោអរហតោសម្មាសម្ពុទ្ធតាសៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈឧកាសៈខ្ញុំសូមគោរពផន្តេបពុទ្ធព្រះដ៏មានព្រះភិក្ខដ៏ចម្រើនណាយមគ្គយ៉ាងរីខ្ញុំព្រះអង្គទាំងឡាយអាហរិតវានាំមកហើយសក្ការៈទីនេះនៅសក្ការៈវត្ថុទាំងឡាយមានកម្រងផ្កានិងគ្រឿងក្រអូបផ្សេងថបេតវាតម្កល់ទុកហើយអិធៈមហាគន្ធកុដេក្នុងព្រះមហាគន្ធកុដនេះបោចនថាយៈប្រយោជន៍ដើម្បីបូជាថ្វាយសម្មាសម្ពុទ្ធស្សៈដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ផន្តេបពុទ្ធព្រះអង្គដ៏ចម្រើនតមហេរីព្រះអង្គបដិកនហថាសូមទ្រង់ទទួលអិមានីសក្ការៈទីនេះនៅសក្ការៈវត្ថុទាំងឡាយមានការកម្រងគ្រឿងក្រអូបជាដើមនេះដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដើម្បីសេចក្តីចម្រើនដល់ខ្ញុំព្រះអង្គទាំងឡាយផងដល់លោកគ្រូផងញាតិញោមពុទ្ធបរិស័ទផងសពសត្វទាំងឡាយផងសូមជាឧបនិស្ស័យនៃការបានត្រាស់ដឹងនៅអនុត្តរធម៌ដូចដែលលោកគ្រូអគ្គបណ្ឌិតប្រកាសសម្ដែងតាមព្រះបាវចនៈរបស់ព្រះសាស្តាកុំបីឃ្លាតខ្លាយទៅជាប្រការដ៏តៃឡើយសូមអនុមោទនាខ្ញុំព្រះករុណាសូមដល់នៅព្រះពុទ្ធព្រះធម៌និងព្រះអរិយសង្ឃជាទីពឹងទីរលឹកខ្ញុំព្រះករុណាបូជាព្រះគុណនៃអង្គព្រះសម្មាសម្ពុទ្ធដែលទ្រង់ពេញពោទៅដោយព្រះមេត្តាករុណារកប្រមាណមិនបានព្រះអង្គទ្រង់លះបង់គ្រប់យ៉ាងក្នុងការសន្សំព្រះបារមីដឹងហើយប្រការធម៌នាំវេនយសត្វចេញចាកពីវត្តណាខ្ញុំព្រះករុណាបូជាព្រះពុទ្ធចេតិយដោយសេចក្តីជ្រះថ្លាសច្ចាធិដ្ឋានដោយផល្លានិសង្ឃនៃបុណ្យដែលខ្ញុំព្រះករុណាបានធ្វើក្នុងថ្ងៃនេះបានដោយសេចក្តីប្រាថ្នាអង្គព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងធម៌យ៉ាងណាសូមឲ្យខ្ញុំព្រះករុណានៃធម៌របស់ព្រះអង្គក្នុងកាលដ៏សមគួរផងចោទោះបីកើតក្នុងភពជាតិណាសូមកើតនៅក្រោមម្លប់នៃបវរព្រះពុទ្ធសាសនាដើម្បីបានសែបគប់នឹងសពបរោដែលជាអ្នកដឹងនៅធម៌ដ៏ប្រសើរសូមជាបុគ្គលសម្មាទិដ្ឋិស្រាប់ធម៌ប្រព្រឹត្តធម៌ដែលជាបច្ច័យឲ្យចម្រើនទៅដោយសតិបញ្ជូនតទៅគ្រប់ជាតិរហូតដល់ព្រះនិព្វានហោទុក្ខបតាចនិតទុក្ខភយបតាចនិព្វយាង
តាចនេសោកាហោតសាពេពេបាណេណោកន្លែងកំណាប់ញោមតាលំធានសូត្រមិញហ្នឹងកន្លែងពីត្រង់16ហើយត្រង់ពី26ទៅត្រូវសូត្រថា15 1ត្រង់15 2ត្រង់25 1មិន26 27សូត្រចឹងសូត្រអត់ត្រូវពីកំណាប់ញោមណាចឹងណាចឹងយប់នេះមិនដែរគ្រូយប់នេះសន្តានាអត់ទេគ្រូចឹងគ្រូអាហ្នឹងចឹងក្រែងថាអត់មានញាតិញោមអញ្ចឹងចេញញាតិញោមបន្តការបូជាតិចទៀតយើងសន្តានាទៀតខ្ញុំសូមអរគុណច្រើនចឹងញាតិញោមសូត្រចឹងណាខ្ញុំណាកុំភ្លេច25 1ត្រង់អញ្ចឹងសូមអរគុណច្រើនផលទាំងទីហ្នឹងមួយផលកើតមួយផលសម្រាប់ហើយផលទាំងពីរហ្នឹងផលរបស់អ្នកនឹងផលសម្រាប់ផលសម្រាប់ចុះហើយនេះគឺថាប្រយ័ត្នកុំឲ្យលេវឡើងអត់ពេលចានណាហើយរក្សាវាព្រះសម្មាសម្ពុទ្ធទាំងឡាយលោកត្រង់កាលទាំងពួងអថន្តិការយបថោជានិនាងអូធម្មោអយ៉ាងសន្តយាបដមាông thôn nó chơi mà bóng ông ra đấy ông luôn được làm hơi rất luôn ông chìm chặt ông đang về ông con hay ông xây rất là luôn các bạn xây đôi đôi khá bao đâu bố chia thua man đây mà chia thua man sai thua man xây đi đôi khá đây là cái các bạn bà phải tiền buôn buôn khó khăn
ជារៀសាច់16គឺយកទៅញ៉ាំអាមុនសួរបានឆ្លើយតែសួរបានឆ្លើយ รัตนตยสะวันเตียนอีกนำประกันอาสมนมัสการไหว้บังคมจำไปในประตรายรัตน์เจรัตนะดอกดองดำสายพงปุเลิกลงสมนมัสการไหว้บังคมกันอาคุณจ่าองครูยาติกาวัดไหว้ทอมนะน้องคมโอดบองประมาณมวยปีโอดบองปีนะรกสังกายก็นะในห่างเพลย์เฉียดเด็กปรามในไอ้นะยังคลองที่โจมมาขนมเด็กเมียนเพลย์เข้าปีซาบ้านได้เมียนเพลย์มาปียังบัดบ้องเมียนเพลย์มวยโจมมาฉลองโอ้ได้ละขนาดแบบนั้นใช่ไหมนะนั่นไงโดยเฉพาะเพลย์มุ้ยมนมาดอลองเฟียยังมีเพลย์มุ้ยโจมาบ้านเอาเพลย์คลองเฟียวัดจะดังนะให้โจเชนมาที่บ้านนะบ้านนี้ตั้งการที่บ้านนะนั่นไงไอ้เชนจะเป็นมันไอ้แบบโจมาเรียงถึงเอียดซ้าเลยนึกเคยมีเพลย์เซนเพลย์จะห้องกราวอัดบอลตะบอลรองซ้ากับบ้านนั่นไงไอ้เคยนองไทยตีเนี่ยเพลย์ปีวันนี้เนี่ยสระในภูมิก็โลดโดยมาดังนะในดังลองเฟียวัดโจมาแล้วนะน้องชีวิตรถในนั่งอันจะการในจำชีวิตใบใจจะตามตึกจัดปดบริษัทยังก็มีสถีดักนอมไอเมียนสิ่งใดเฉลี่ยลาไปขนมปุบประทัวประสังก็นะไอเมียนเซลที่เยสะสัตเทียตถาคเตใส่ลัญจะเยสะกัลยาณังสั่งเคประสาโตเยสัตเถนะเยสะนั้นมาดองในมุกมาดองในกระดามาดองในกราวนะก็นะเมียนสัตเทียเมียนสิ่งใดเฉลี่ยลาเจียบอปุตบริษัทเยินเจนนองผู้ปุตประทัวประซองจังรีเรียมาในตามบอนเตียนเป็นบันก็นะไงนั้นตีปมใบก็นะให้มาจากเว้นประจำชนะในสระแคนาดาบองพระองค์กอดในอเมริกาเมียนให้ในสระแม่ก็นะนั่งไงกรมครูซาบองพระองค์โกนใจลูกตาช่างนะลูกเย่วายก็นะจะให้cha ấy còn trai cha hãy quạt chạy thàn từ du hai đọc về đọc ta đang ngày
ហើយនឹករលឹកឃើញចំនួនចាស់ចាស់វត្តស្វាយធំយើងហ្នឹងប៉ុន្តែធ្លាប់មានដូងដាងទៀតណាមានដាងនៅមានដែរអូថែណាហ្នឹងងាយរត់ទេគាត់ណារហូតដល់ទៅអ្នកភ្នំពេញហ្នឹងស្មានតែដាងហ្នឹងបរិវារស័ព្ទរបស់ដូងផងដែរគាត់ណាខ្ញុំណាធ្លាប់ឃើញកាលដើមនៅតូចទេឥឡូវធំហ៎ពោះប៉ុណ្ណាប៉ុណ្ដូងយើងធម្មតាដែរហ្នឹងហើយផ្លែដូងប៉ុន្តែខ្ពស់វាដូចខ្នោតណាហ្នឹងហើយហ្នឹងហៅដាងហ្នឹងហើយទុកពូជចែកគ្នាដាំផងកុំឲ្យបាត់ពូជដាងដូងដាងហ្នឹងហើយនន់ចាស់លោកតាវ៉ាតហ្នឹងហើយកាត់តនដែរហ្នឹងហើយលោកតាវ៉ាតលោកតាដំហ្នឹងហើយលោកតាឡោហ្នឹងហើយលោកមេថនឪពុកណែលោកគ្រូថនវាសនាហើយលោកមេឈួនក្រោយមកលោកបួសហ្នឹងទាំងអស់នឹងជាទីនឹករលឹកទិសបនកុសលប្រកេនជូនគាត់ណាធ្លាប់បានស្គាល់ហើយគោរពស្រឡាញ់រាប់អានតាមដែលជាអ្នកមានសទ្ធាញាតិធម្មញាតិធម្មមិត្តគាត់ណាទាំងអស់នឹងដែលបានរៀបរាប់មកឲ្យក្រុមគ្រួសារកូនចៅលោកតាឆាងហើយក្នុងវេលាថ្ងៃហ្នឹងព្រឹកហ្នឹងសៃឡាអីចាំចឹងផងទៅថ្ងៃក្រោយថ្ងៃ8ចឹងទៅเนาะប៉ុន្តែមិនរិះគន់ហ្នឹងល្អតាហ្នឹងហើយបានថ្ងៃសិលហ្នឹងណែបានញាតិញោមសមាទានបោសុតអីចឹងទៅបានចម្រើនផលទានចឹងប៉ុន្តែដល់ប្រតនត្រ័យមានសិល5មានសិល8ជាបដិគិអកៈញាតិញោមសុំសិល8ទៅមកទទួលទានបាយទឹកអាហារភោជនអីចឹងទៅញ៉ាំងបុណ្យកុសលម្ចាស់ទានឲ្យចម្រើនឡើងថែមទៀតគាត់ណាហ្នឹងចឹងទៅហើយការរិះគន់ម្យ៉ាងក៏ដើម្បីស្ថាបនាហើយយើងពិចារណាមើលតាមហ្នឹងគាត់ណាយើងអាចរឿងអីផ្សេងវាមានការខ្វះខាតទទួលការរិះគន់មកចំណេញតើហ្នឹងឯងយើងបានលះបង់នៅការខ្វះខាតរបស់យើងទៅបំពេញឲ្យបានល្អឡើងមនុស្សយើងខ្វះនេះខ្វះនោះខ្លាចតែខ្លួនឯងមើលមិនឃើញអញ្ចឹងបានអ្នកដទៃជួយរិះគន់នឹងអរគុណណាស់ហើយបើសិនបើយើងពិចារណាទៅយើងដឹងថាយើងធ្វើត្រូវហើយអញ្ចឹងទៅក៏យើងរីករាយត្រង់ដែលថាការធ្វើល្អធ្វើត្រូវហ្នឹងមិនសូវអ្នកដទៃមើលដឹងមើលដល់ទេអញ្ចឹងយើងរឹតតែប្រឹងទៅទៀតកណារឹតតែប្រឹងទៅទៀតកុំឲ្យយើងធ្វើក្រាន់បើជាមួយអ្នកអន់យើងត្រូវទៅតាមព្រះអរិយបុគ្គលដែលលោកបានសម្រេចនៅគុណធម៌ពងពោះដោយថាសទ្ធាអីមិនធម្មតាទេចឹងយសៈសទ្ធាតថាគតេអចលាសពតិដ្ឋិតាគឺសិតតែមិនញាប់ញួរក្នុងពុទ្ធប៉ុណ្ណាក្នុងពធក្នុងប្រសង្ឃហើយសីលញ្ចៈចំពោះសទ្ធាណាយសៈកាលយាណੰអរិយកម្មតាំងប្រសង្សិតាំងជាទីត្រេកអររបស់ព្រះអរិយៈព្រះពុទ្ធអង្គជាដើមទ្រង់សរសើរនៅសិលនឹងជាសិលមិនដាច់មិនធ្លុះមិនប្រព្រឹត្តមិនប្រពាលសិលព្រះអរិយៈចឹងគាត់ណាហ្នឹងឯងហើយ
ឧជុភូតញ្ចៈទេសនំជាអ្នកឃើញត្រូវត្រង់ល្អហើយសង្ខេបសាទោយសត្ថិមានសេចក្តីជ្រះថ្លាទៅក្នុងសង្ឃហ្នឹងគឺគុណធម៌ដូចជាចិត្តកហបតីអីចឹងទៅចឹងប៉ុន្តែបានស្ដាប់ពធអំពីព្រះមហានាមថេរៈក្នុងចំណោមបញ្ញវគិបានសម្រេចសោតាបត្តផលវេចំការមកៈកាមកៈថ្វាយសង្ឃទៅជាវត្តហ្នឹងឯងបរិអំពេរការាមេវិនៈសណ្ដំមហេផតិយោព្រះលកណ្ឌកៈផតិយៈហ្នឹងលោកគង់នៅនេះអំពេរការាមប៉ុណ្ណាជាទីរីករាយជ្រះថ្លាសមនឹងលោកជាព្រះអរហន្តណាសមូលំតណ្ហੰអពយហៈដែលដកនៅតណ្ហាព្រមទាំងរឹសចឹងទៅក្នុងព្រៃសណ្ឌៈព្រៃដើមឈើធំធំពោះពោះរស់នៅដោយអត់កង្វល់ហ្នឹងឯងសភាពនៃព្រះអរិយបុគ្គលទាំងអស់ដែលយើងបានស្ដាប់ទៅយកមកជាអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីជ្រះថ្លាចឹងហើយគុណចាស់ព្រះអង្គព្រះបញ្ញាបញ្ចោតតោលោកសាកសួរបាច់មិញហ្នឹងថាប្រសិនបើព្រះនិព្វានមាន4អរិយសច្ចហ្នឹងទៅជា16ក៏ណាហ្នឹងឯងគឺបើនិព្វានមាន4គឺបានដីថានិរោធសច្ចហ្នឹងរាប់4អញ្ចឹងមគ្គក៏4ទុក្ខក៏4តណ្ហាក៏4អញ្ចឹង4 ដង16ប៉ុន្តែ16ហ្នឹងជាសោលសកិច្ចកណាគឺសោតាបត្តមៈធ្វើកិច្ច4ក្នុងអរិយសច្ចនៅតែ4ដដែលកណាសក្កតិគិមិមៈក៏បានធ្វើកិច្ច4កណាហើយអនាគាមិមៈក៏មានកិច្ច4អរហត្តមៈក៏មានកិច្ច4កិច្ចក្នុងទុក្ខកំណត់ដឹងកិច្ចក្នុងតណ្ហាលះបង់កិច្ចក្នុងនិរោធជាច្បាស់កិច្ចក្នុងមគ្គចម្រើនហ្នឹងណាហ្នឹង16ហ្នឹងសោលសកិច្ចប៉ុន្តែព្រះនិព្វានទោះជារាប់ដោយបរិយាយមាន4តាមដែលជាអារម្មណ៍របស់មគ្គនិរោធសច្ចហ្នឹងអសង្កតធាតុហ្នឹងជាអារម្មណ៍របស់មគ្គហ្នឹងគឺនៅតែជាអនុបាទនិរោធតែម្យ៉ាងហ្នឹងដែលជាអសង្កតធាតុតែមួយគណាហ្នឹងឯងហើយសូម្បីមគ្គមាន4សោតាបត្តមៈជាដើមហ្នឹងក៏រាប់ថាជាមគ្គសច្ចតែមួយហ្នឹងគណាហ្នឹងឯងបានដីថាផ្លូវតែមួយហ្នឹងឯងអរិយមគ្គប្រកបដោយអង្គ8ប្រការហ្នឹងដែលនាំឲ្យបានដល់និរោធហ្នឹងផ្លូវតែមួយហ្នឹងថាបើអប់រំនៅក្នុងវិបស្សនាក៏ធ្វើទុកក្នុងចិត្តដោយបាយត្រូវទំនងយោនិសោមនសិកាក្នុងបញ្ញខណ្ឌមិនទៀងជាទុកជារោគជាបោសជាសជាអពាតជាក្តីលំបាកឬគល់នៃក្តីលំបាកជារបស់បែកធ្លាយជារបស់សូន្យនិងអ្នកអត្តាអត់មានជាអត្តាអីទេព្រោះជាផលនៃបច្ច័យធ្វើទុកក្នុងចិត្តចឹងក៏បានសម្រេចនៅសោតាបត្តមៈអញ្ចឹងទៅសោតាបត្តផលហើយព្រះអរិយបុគ្គលដែលបានសម្រេចហើយក៏នៅតែធ្វើទុកក្នុងចិត្តអញ្ចឹងមគ្គ3ខាងលើទៀតរហូតដល់ទៅព្រះអរហន្តហើយក៏នៅតែធ្វើទុកក្នុងចិត្តដោយបាយត្រូវទំនងរិយោនិសោមនសិកាចំពោះឧបាទានខណ្ឌ5មិនទៀងជាទុកជារោគជាបោសជាសជាអពាតអញ្ចឹងគឺធម្មតាខណ្ឌហ្នឹងតែប៉ុណ្ណឹងប៉ុន្តែព្រះអរហន្តមិនសន្សំមគ្គអីតទៅទៀតទេគ្រាន់តែដើម្បីសតិសម្បជញ្ញៈនិងសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងរបស់ព្រះអរហន្តគណានឹងប៉ុណ្ណឹងឯងចឹងគណាចំពោះ
រិយសច្ចធម៌គឺជាបេះដូងសំខាន់នៅក្នុងពុទ្ធសាសនាក្នុងការដែលព្រះអង្គទ្រង់ប្រកាសសម្ដែងរហូត45ព្រះវស្សាព្រះអង្គក៏ទ្រង់ប្រកាសសម្ដែងសេចក្តីទុក្ខដែលជាវដ្តសង្សារហើយនឹងការរលត់នៅវដ្តសង្សារនឹងឯងចឹងការរលត់វដ្តសង្សារហ្នឹងរលត់ទុក្ខសមុទយៈហ្នឹងគឺដោយអំណាចនៃឧបាយក្នុងការរំលត់ទុក្ខសមុទយៈហ្នឹងគឺអរិយមគ្គណាអរិយមគ្គដែលអាចសមុច្ឆេទបហានៈកាត់ផ្ដាច់ជីកកោះរំលើងឫសគល់នៃវដ្តសង្សារហ្នឹងឲ្យអស់ទៅបានចឹងគឺណាគឺធ្វើឲ្យអស់កម្មដែលសម្រាប់ឲ្យបដិសន្ធិក្នុងភពថ្មីអស់តណ្ហាបាទានព្រមទាំងអវិជ្ជាជាឫសគល់ដោយអំណាចនៃលោកុត្តរកុសលជាធម្មនិយមតែសមត្តនិយមធម៌គឺថាមានយ៉ាងហ្នឹងជាអារម្មណ៍នៃបច្ចវេខណញ្ញាណដែលព្រះអរិយបុគ្គលហ្នឹងបានសម្រេចក្នុងមគ្គវិថីហើយធ្លាក់ចុះកាន់ប្រវាំងគឺថាមានបច្ចវេខណញ្ញាណពិចារណាដឹងខ្លួនឯងហ្នឹងក្នុងការដែលបានសម្រេចនៅលោកុត្តរធម៌គាត់ណាជាធម្មគុណចូលក្នុងធម្មគុណគាត់ណាបច្ចវេកណញ្ញាណអីហ្នឹងគឺថាជាផលសម្រេចនៃលោកុត្តរធម៌ដែលមានអានិសង្សឲ្យបច្ចវេកណញ្ញាណហ្នឹងកើតឡើងជាធម្មនិយមទំនៀមរបស់ធម៌ហ្នឹងចឹងគាត់ណាជាអានិសង្សជាគុណរបស់លោកុត្តរៈហ្នឹងគឺថាធ្វើឲ្យអ្នកដែលបានសម្រេចហ្នឹងគឺដឹងច្បាស់ជាច្បាស់ដោយខ្លួនឯងហ្នឹងគឺដោយបច្ចវេកណញ្ញាណហ្នឹងចឹងនៅក្នុងគុណធម៌ទាំងអស់នេះឯងដែលពុទ្ធបរិស័ទយើងក៏បីកាន់យកជាអារម្មណោបនិស្ស័យឬក៏ថាជាអារម្មណាធិបតីឬក៏ថាជាសរណៈទៅតាមហ្នឹងជាទីរលឹកគឺមានពធជាទីរលឹកមានគុណជាទីរលឹកដើម្បីយឹតយោងសណ្ដោងចិត្តរបស់យើងឲ្យបានរួចផុតអំពីទីទេពណាហ្នឹងហើយឬក៏ថាលាងជំរះងូតសម្អាតឲ្យបានស្អាតហ្នឹងកុំឲ្យកាន់យកនៅអារម្មណ៍សៅមងផ្សេងហ្នឹងជារឿងដែលយើងត្រូវមានស្មារតីខ្លួនយើងផ្ទាល់អត់មានអ្នកដតីមកសម្អាតឲ្យបានទេត្រូវតែស្អាតត្រូវតែស្រស់ថ្លាតាមនៃចិត្តហ្នឹងចឹងព្រោះណាយើងមានការទទួលអារម្មណ៍ពីខាងក្រៅហើយទៅជាសោកសៅឬក៏សៅមងចិត្តសន្តានដោយសារយើងខ្វះស្មារតីជាគ្រឿងរក្សាខ្លួនហ្នឹងចឹងទៅអារម្មណ៍ខាងក្រៅហ្នឹងវាដូចជាខ្សែឈ្នួនណាឆោជាងណូសាអ៊ូនិងណូខ្សែឈ្នួនហ្នឹងគ្រឿងសម្រាប់បន្តភ្លើងហ្នឹងឯងឲ្យឆេះឲ្យផ្ទុះហ្នឹងឯងដោយគេចាក់រំសេវអីចឹងទៅក៏អាហ្នឹងក៏គ្រឿងណាបន្តឲ្យឆេះឲ្យផ្ទុះអីចឹងមកដែរគេចាក់តទៀតធ្វើជាខ្សែសម្រាប់បន្តភ្លើងក៏ណាអាហ្នឹងអារម្មណ៍ខាងក្រៅហ្នឹងវាជាខ្សែឈ្នួនសម្រាប់ឲ្យគ្រឿងផ្ទុះយើងដែលវាមានជាកិលេសជាអកុសលក្នុងចិត្តហ្នឹងវាទៅជាគ្រឿងរំខានទៅណារូបហ្នឹងសំឡេងហ្នឹងវាទៅជាគ្រឿងរំខានទៅដោយសារអីដោយសារគ្រឿងក្នុងចិត្តរបស់យើងហ្នឹងវាផ្ទុះហ្នឹងឯងកិលេសហ្នឹងណាវាមិនផ្ទុះឯងទេវាអាស្រ័យអារម្មណ៍នឹងឯងអារម្មណ៍អនបច្ចយោហ្នឹងយើងពោលទៅតាមព្រះអភិធម្មហ្នឹងដោយសារមានអារម្មណ៍ហ្នឹងប៉ុន្តែបើយើងមានសតិហាមឃាត់ណាកាត់ផ្ដាច់អាខ្សែឈ្នួនហ្នឹងទៅវាអត់ផ្ទុះទេយើងត្រូវបដិបត្តិកន្លែងហ្នឹង
ពុទ្ធបរិស័ទបងប្អូនកូនចៅបើមិនបដិបត្តិទេធ្វើជាកម្មករឬក៏ថាជាទាស័ករបស់កិលេសហ្នឹងក្រោកព្រឹកឡើងហ្នឹងបំរើកិលេសបាត់ហើយហេមលហាមទាំងព្រឹកហ្នឹងហ្នឹងឯងដូច្នេះគឺយើងត្រូវតែប្រឹងប្រែងឲ្យបាននៅភាពជាឥស្សរៈឡើងយើងមានពុទ្ធយើងមានពធយើងមានប្រសង់ជ្រងចិត្តឡើងបានរីករាយជួយខ្លួនឯងចឹងកុំឲ្យយកអារម្មណ៍ជាគ្រឿងសៅមងចិត្តផ្សេងមកឲ្យដេកត្រាំនៅក្នុងអារម្មណ៍នោះដោយអំណាចនៃអាសវៈកិលេសហ្នឹងគឺត្រូវប្រឹងប្រែងចឹងយើងឥឡូវនឹកឃើញហើយហ្នឹងឯងបើសិនបើយើងបានអារម្មណ៍ដតីបានចិត្តដតីណាបានការសម្គាល់ដតីបានការសោយអារម្មណ៍ដតីក្រៅពីឥឡូវហ្នឹងក៏វាមិនមែនយើងដដែលគឺណាទោះជាវិញ្ញាណដតីក៏វាមិនមែនតួយើងវិញ្ញាណហ្នឹងឯងទោះជាការសោយអារម្មណ៍ផ្សេងឲ្យជាទីត្រេកអររីករាយសប្បាយអីមុខមាត់បិនជាងពហិក៏ការសោយអារម្មណ៍ហ្នឹងវាមិនមែនយើងដដែលហ្នឹងយើងមានចាំបាច់សោកសៅអាឡោះអាល័យអារម្មណ៍អីដទៃបច្ចុប្បន្នហ្នឹងល្មមទៅមានសេចក្តីសុខហើយមិនចាំបាច់ចង់បានរបស់ដែលអត់ទេមិនចាំបាច់រੂរបស់ដទៃទេជាមួយគ្នានឹងវិថីចិត្តកំពុងដឹងអារម្មណ៍ហ្នឹងល្មមទៅវិថីចិត្តដទៃទៀតក៏ជាចិត្តដដែលហ្នឹងវាគ្រាន់តែជាចិត្តដែលថាចិត្តដដែលបានន័យថាវាមិនមែនជាយើងដដែលហ្នឹងហ្នឹងឯងវាលំបាកនឹងទៅរੂទៀតផងហើយចេះតែបានអារម្មណ៍ឲ្យជាទីត្រេកអរជាទីពេញចិត្តតែម៉េចតាមពិតអារម្មណ៍ឥឡូវហ្នឹងយើងវាសំទៅវាទៅធុញទៅនឿយណាយទៅវាដូចជាថាបាយទឹកអីសពថ្ងៃហ្នឹងសាកសម័យលោកពួតមើលហ្នឹងឯងតែបានតែអំបិលហ្នឹងផ្អែមឆ្ងាញ់ដោយសារវាឃ្លៀងអាហ្នឹងចឹងហើយឥឡូវវាសំនឹងបរិភោគទទួលទានទៅចឹងទៅហើយរੂអីឲ្យត្រូវមាត់ត្រូវកអីចឹងទៅហ្នឹងឯងវាជារឿងធ្លាប់ឆ្ងាញ់ធ្លាប់សំណុកធ្លាប់សុខធ្លាប់ស្រួលណែយ៉ាប់អាធ្លាប់ហ្នឹងហ្នឹងឯងភ្លេចអាលំបាកទៅយ៉ាប់អាភ្លេចហ្នឹងទៀតណាអាធ្លាប់ក៏យ៉ាប់អាភ្លេចក៏យ៉ាប់ហើយដល់ទៅយ៉ាប់មែនទេអត់សង្វេគចំពោះសង្សារវដ្តធ្វើឯងគ្រាន់បើក្នុងជីវិតឥឡូវហ្នឹងហ្នឹងឯងរំអួយអត់នេះបន្តិចមិនបានទេអត់នោះបន្តិចមិនបានទេចេះចោះអីហ្នឹងរំអួយមេរំអួយទៀតហ្នឹងឯងណែខ្នក់ធ្វើដូចឯងហ្នឹងមានអ្វីនៅក្នុងលោកហ្នឹងជាទីអាងអញ្ចឹងនៅក្នុងវដ្តសង្សារតើមានអីមកធានាថារួចពីអបាយភូមិហើយនៅគឺណាសោតាបត្តមៈហើយនៅហ្នឹងឯងចឹងអាហ្នឹងហើយដឹងនាមរូបព្រមទៅដោយបច្ច័យដែរទេមានវិបស្សនាដែរទេអត់ហ្នឹងឯងចឹងបើសិនបើបានដឹងនាមរូបព្រមទៅដោយបច្ច័យហ្នឹងវាមិនរំអួយអីទៅប្រមាណជាមួយនឹងរឿងអីហ្នឹងទេមិនបានទេហើយទៅរវល់តែត្រេកអរណោះណាជាមួយនឹងវិបស្សនាណោះលក្ខបតិបីតែប៉ាមកជាងអមតាំងវិជាអ្នកតាំងនោះមិនបានមកត្រូវការប្រាថ្នាទៀមទាស្អីដើម្បីលើកតម្កើងខ្លួនឯងបញ្ញខណ្ឌហ្នឹងទៅនោះទេត្រេកអរនឹងវិបស្សនាដំណើរទៅរកការរំលត់ទុក្ខនិរោធសច្ចនឹងគឺចិត្តនឹងមមតំរឹងប៉ឹងចឹងអាហ្នឹងបើមានវិបស្សនាញាណពិតហ្នឹងប៉ុន្តែអត់មានវិបស្សនាញាណអត់មានអីធានាបាយភូមិហើយអត់សង្វេគចំពោះសេចក្តីទុក្ខហើយរំអួយខ្វះសេចក្តីអត់ធន់
គ្រាន់តែមុខធ្វើងៀងទៅជាហ្នឹងរំខានចិត្តតោះអាហ្នឹងស្អីអាហ្នឹងគឺតោសៈកើតឡើងហ្នឹងតោះភ្នែកតោះទៅជាតោះច្រមុះតោះអណ្ដាតហ្នឹងឯងមិនពេញចិត្តអីតិចបន្តួចហ្នឹងផ្លូវកាយអីហ្នឹងអាហ្នឹងសិតតែរំអួយហើយហ្នឹងចាំមកពីធ្លាប់សនុកធ្លាប់សុកធ្លាប់ស្រួលធ្លាប់ប្រសើរធ្លាប់ក្រាន់បើធ្លាប់គេលើកធ្លាប់គេតម្កើងធ្លាប់គេបោះក្អែលអីធ្លាប់ទៅភ្លេចអាសេចក្តីទុក្ខហ្នឹងឯងចឹងភ្លេចសេចក្តីទុក្ខទុក្ខវេទនាមិនតាន់រួចផុតឯណាសូម្បីតែនៅក្នុងកំណើតជាមនុស្សទុក្ខលំបាកតាមផ្លូវកាយអីហ្នឹងជំងឺរោគាអីយ៉ាងណាការអត់ឃ្លានអីហ្នឹងយ៉ាងម៉េចគឺទុក្ខវេទនាមិនមែនយើងអ្នកធ្វើទេតែវាមានបច្ច័យឲ្យកើតឡើងណាឈឺហ្នឹងណាប៉ុណ្ណាហើយជាពិសេសសេចក្តីទុក្ខក្នុងអបាយភូមិប៉ុណ្ណាមិនម៉ាក់មុំទេព្រះពុទ្ធអង្គសម្ដែងថាមួយថ្ងៃរងទុក្ខវេទនាគេចាក់ដោយ300លំពេងអាហ្នឹងបើប្រៀបសេចក្តីទុក្ខនឹងទៅនឹងនរកអា300លំពេងហ្នឹងដូចដុំថ្មតូចមួយបើប្រៀបដុំថ្មតូចមួយនៅនឹងបាតព្រះហស្ថព្រះអង្គប្រៀបទៅនឹងទុក្ខក្នុងនរកដូចស្ដេចភ្នំហែមពៀនហើយប្រៀបដុំថ្មគ្នាមើលអាហ្នឹងមិនមែនប្រៀបមកទុក្ខយើងឥឡូវនេះទេមួយថ្ងៃ300លំពេងហ្នឹងណាអាហ្នឹងឯងនៅតូចប្រពន្ធដុំថ្មតូចមួយនៅនឹងបាតព្រះហស្ថព្រះអង្គហ្នឹងឯងដូចថាប៉ិនមេដៃអញ្ចឹងទៅដុំថ្មហ្នឹងហើយសេចក្តីទុក្ខក្នុងនរកដូចស្ដេចភ្នំហែមពៀនហើយយើងមានអីធានារួចពីនរកអីនៅហើយកុំគិតថាយូរអង្វែងទៅណាអាចស្លាប់ថ្ងៃហ្នឹងស្លាប់កំពុងខឹងស្លាប់កំពុងកិលេសស្លាប់កំពុងតែមយាលៈពុតស្លាប់កំពុងតែក្តៅក្រហាយចិត្តស្លាប់កំពុងតែកំណាញ់ស្លាប់កំពុងតែចំណែនសិតតែនរកទៅទាំងអស់ចឹងគិតណាសិតតែនរកទៅទាំងអស់អន្តភូតោអាយ៉ាងលោកោសនុកេថវិបស្សតិណាសកណោជាលមុតតោវៈអបោសក្គាយគាចតិសត្វលោកល្ងិតល្ងងណាស់មិនងាយបានដឹងនៅត្រៃលក្ខធម៌ទេហើយក៏មិនងាយបាននៅសុគតិភពដែរដូចជាបាសីជាប់សំណាញ់ហើយមិនងាយរើខ្លួនរួចបានសំណាញ់អបាយភូមិក៏ណានៅក្នុងកំណាញ់នៅក្នុងចំណែននៅក្នុងសេចក្តីក្រោធក្នុងការចងសេចក្តីក្រោធនឹងសិតតែសំណាញ់អបាយភូមិហ្នឹងណាហើយអត់ខំប្រឹងរើពីសំណាញ់ហ្នឹងទេយើងស្មានតែនរកហ្នឹងលើកលែងឲ្យយើងតើយើងមានអីធានាហើយឲ្យវាច្បាស់លាស់តែដឹងនាមរូបព្រមទៅដោយបច្ច័យដោយវិបស្សនាណាមិនមែនអញ្ចឹងណាហើយកុំច្រឡំគ្រាន់តែយើងស្ដាប់យើងគិតថាយើងមានវិបស្សនាណាប្រសិនបើមានវិបស្សនាមែនយៈតោសម្មសតិខន្ធានាងឧទយបយ៉ាងលក្ខតិបៃតបាមកជាងអមតាំងវិជាអ្នកតាំងវាមិនបានមកខ្វាយខ្វល់រវល់ស្រឡាញ់ស្អប់កប់តោះរឿងកពិចកប៉ុកក្នុងជីវិតនេះទេគឺអត់ធន់បានក៏ដែរអធិវាសនៈខន្តីអីជាមួយគ្នានឹងរឿងរ៉ាវមិនបានចូលមកឲ្យផ្ទុះក្នុងចិត្តសន្តានអីទេអារម្មណ៍ខាងក្រៅហ្នឹងវាមិនបានជាគ្រឿងឈ្នួនបន្តភ្លើងឲ្យផ្ទុះមកខាងក្នុងទេហ្នឹងឯងត្រូវកាត់ផ្ដាច់ប៉ាត់ដោយអំណាចនៃសតិនឹងទាំងអស់អត់បន្តមកឲ្យផ្ទុះទេហើយដោះអាគ្រឿងក្នុងចិត្តសន្តាននឹងទៀតមិនឲ្យមានគ្រឿងផ្ទុះនឹងទៀតរវល់តែរីករាយជាមួយគ្នានឹងអារម្មណ៍នៃប្រកម្មដ្ឋានតែលក្ខតិបៃតបាមកជាងគាត់ណាសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នកមានធម៌បានស្ដាប់ហើយពិចារណាឃើញនៅធម៌នាំមកនៅសេចក្តីសុខអត់មានជាការដែលកាន់យកនៅអារម្មណ៍ដែលជាកាមគុណនឹងមកឲ្យទៅជាគេហសិតតោមនោះនោះទេហ្នឹងឯងអាគេហ
សេតៈសោមនស្សហ្នឹងក៏សោមនស្សក្នុងវត្ថុកាមគុណរូបសម្លេងខណ្ឌរផតពៈរួចទៅមិនបានតាមចិត្តទៅជាគេហសេតៈតោមនស្សបានហើយបាត់បង់ទៅនោះក៏នៅតែគេហសេតៈតោមនស្សអាហ្នឹងវាអត់មានទេប៉ុណ្ណារវល់តែមកនៃខមៈសេតៈសោមនស្សហើយណាបើថាតោមនស្សម្ដងមកកាលគឺនៅតែនៃខមៈសេតៈតោមនស្សព្រោះមិនបានសម្រេចអរហត្តនោះហ្នឹងឯងហើយក៏ត្រូវលះបង់នៅតោមនស្សដែលជាថាអាស្រ័យវិបស្សនាណាហ្នឹងឯងតោមនស្សហ្នឹងជាអកុសលមែនប៉ុន្តែអាស្រ័យវិបស្សនាអញ្ចឹងហៅតែនៃខមៈសេតៈតោមនស្សលះបង់ដោយនៃខមៈសេតៈសោមនស្សនៃកមៈសេតៈសោមនស្សនេះសោមនស្សក្នុងវិបស្សនាបើតោមនស្សវាអត់កើតក្នុងវិបស្សនាទេប៉ុន្តែអាស្រ័យវិបស្សនាតែដល់សោមនស្សក្នុងវិបស្សនាហៅថានៃកមៈសេតៈសោមនស្សឬក៏នៃកមៈសេតៈឧបេក្ខានឹងវិបស្សនាហ្នឹងឯងអញ្ចឹងគឺថាវាអត់មានរឿងអីរំខានទេជាមួយនឹងរូបព្រោះអត់ធន់បានវាអត់ត្រូវការរូបអីដទៃព្រោះរូបអីដទៃវាជាអារម្មណ៍របស់ចក្ខុវិញ្ញាណដដែលមានចាំបាច់ចក្ខុវិញ្ញាណអីដទៃទៀតឥឡូវហ្នឹងកំពុងឃើញហ្នឹងវាជាវិញ្ញាណទៅហើយវិញ្ញាណអីដទៃទៀតវានៅក្នុងសាមញ្ញលក្ខណៈវាមិនមែនយើងដដែលហ្នឹងទៅចង់បានមកធ្វើអីចង់បានអាអត់ហ្នឹងមកធ្វើអីបាទកំពុងមានហ្នឹងក៏យើងមិនទៅចាប់ប្រកាន់យកទៅណាវាជាអារម្មណ៍នៃការលះបង់ដដែលហ្នឹងមិនចាប់មិនប្រកាន់តែប៉ុណ្ណឹងហើយមានតែរស់វិញ្ញាណអីដទៃទៀតបដិបត្តិសតិប្បដ្ឋានមិនមែនដើម្បីបានដោយតណ្ហាទេសតិប្បដ្ឋានគឺជាការដែលរលឹកបានចំពោះអ្វីដែលកើតហើយនឹងរលត់ទៅក្នុងលោកទុកដាក់ឲ្យជារបស់ក្នុងលោកបណ្ណាប៉ុណ្ណឹងបណ្ណាប៉ុណ្ណឹងរបស់ដែលកើតឡើងនឹងអត់មានខ្វះខាតត្រូវការរបស់ដទៃទេរបស់ដែលកំពុងមានហ្នឹងមិនទាំងចាប់ផងមិនទាំងប្រកាន់ផងមិនទាំងយកផងឯតែរស់របស់ដទៃមកធ្វើអីយកមកឲ្យណាវាមានយើងអ្នកឃើញណាមានយើងអ្នកឮឯណាវាមានយើងដឹងក្លិនដឹងរសដឹងថោតថាពៈហ្នឹងឯណាអញ្ចឹងវាអត់មានតណ្ហាទៅរករូបថ្មីរូបដទៃសម័យដូចសម័យហ្នឹងទៅទេវាគ្រាន់តែជាអារម្មណ៍ក្នុងសបិនអញ្ចឹងណាចង់បាននេះចង់បាននោះហ្នឹងបានស្អីក្នុងយល់សពហ្នឹងវាមានទៅបានស្អីឯណាមែនទេវាជាអារម្មណ៍នៃការយល់សពអារម្មណ៍ក្នុងសបិនភ្ញាក់មកអរិយសច្ចជាអន្លូងណាទូងតែរហូតហ្នឹងចឹងនៅពេលដែលមានព្រះសទ្ធំជាស្គរជ័យហ្នឹងភ្ញាក់ឡើងដើម្បីឃើញការពិតឃើញសច្ចធម៌អត់ចាំបាច់ប្រវេប្រវាសវាសទិញចង់បានអ្វីដតីរបស់ដែលអត់ហ្នឹងទេមិនរែកពុនលីសែងមិនចាប់ប្រកាន់របស់ដែលមានហ្នឹងប៉ុណ្ណឹងដាក់ចោលទៅមានត្រូវការអីទៀតមានទៀមទាអីទៀតរបស់ដែលមានហ្នឹងធ្ងន់ណាស់ចេះតែថែមរបស់ធ្ងន់ឥតប្រយោជន៍ដែលជាទុក្ខអរិយសច្ចៈហ្នឹងចេះតែថែមទៅហើយចេះតែជួយផងខ្ញុំធ្ងន់ណាស់ហ្នឹងឯងហើយឮសំឡេងប្រាប់មកថាឲ្យដាក់ចុះទៅប្រកែកទៅវិញដាក់ចុះមិនខ្ញុំទូលមកឆ្ងាយហើយហ្នឹងហើយចេះស្រែកឲ្យគេជួយដល់ទៅជួបដុំថ្មរើសដាក់ថែមចឹងទៅរបៀបអញ្ចឹងរបៀបអញ្ចឹងហ្នឹងឯងក្នុងអរិយសច្ចធម៌ទីពឹងនៅត្រង់ដាក់ចុះហ្នឹងព្រោះអភិរៈហ្នឹងវាជាទុក្ខអរិយសច្ចៈហ្នឹងឯងគ្រាន់តែឧបាយក្នុងការដាក់ចុះហ្នឹងគឺតលតែអប់រំចម្រើនអរិយមគ្គហ្នឹងសតិប្បដ្ឋានវិបស្សនាតែដ្ឋានបស្សនាតលតែស្ដាប់ហើយប្រតិបត្តិតាមអប់រំទាំងមិនមែនចិត្តតែចង់បានអ្វីក្នុងโลกនេះទេក្នុងโลกហ្នឹងតាមពិតទៅមេរាធិរាជហ្នឹងគេត្រេកអរណាស់ហ្នឹងឯងកិលេសសមាដែលជាផៅពងរបស់មច្ចរាជហ្នឹងគេលួងលោមឲ្យយើងមានឲ្យយើងបានអ្វី
ជាទីដែលយើងស្រឡាញ់ត្រេកអរពេញចិត្តដើម្បីឃើញរូបល្អឬសំឡេងពីរោះណាក្លិនត្រូវគ្នាតាមផ្លូវច្រមុះអូបអីរស់អូឆ្ងាញ់ណាផាត់ថាពៈអូយស្រួលណាស់អីចឹងទៅអានឹងឲ្យត្រូវគ្នាជាមួយនឹងកិលេសដែលជាផៅពួងរបស់មច្ចរាជអបាយភូមិងើបរួចព្រោះណាអត់មានសង្វេគចំពោះជីវិតវត្តសង្សារទេចង់បានអីឥឡូវកុំនិយាយត្រឹមអត់ណាដែលយើងអត់បានហើយកើតទុកទោមនោះនេះកុំនិយាយថាអត់ឥឡូវឲ្យបានមកហ្នឹងឯងមកកឆេពីរកឆេមកដឹកពីរដឹកមកគួរដូចភ្នំគ្រាន់បើនឹងបាននឹងដែរទេគ្រាន់បើគឺលះបង់ហេតុនៃអបាយភូមិគ្រាន់បើគឺរួចផុតពីសេចក្តីទុក្ខអាហ្នឹងបានឈ្មោះថាស្រឡាញ់ខ្លួនមិនមែនរឿងកប់ខ្លួនឯងក្នុងកិលេសក្នុងអបាយភូមិហើយសម្គាល់ថាគ្រាន់បើទេអាហ្នឹងគឺត្រូវតែប្រឹងប្រែងណាមួយថ្ងៃអស់ទៅមួយយប់អស់ទៅតែយើងត្រេកអរនឹងមានអីនឹងបានអីនឹងហួងហែងអីថ្ងៃស្លាប់ដែលត្រូវនាំយើងយកទៅបហាជីវិតហ្នឹងកាន់តែចិត្តណាស់មកហើយអាចយប់នេះគឺណាលើសឈាមវឹបវឹបហើយក៏លេងចាំលេងស្គាល់លេងដឹងអីចឹងទៅហើយក៏បាត់បង់ជីវិតទៅថ្ងៃហ្នឹងក៏បានដែរចឹងគឺណាអ្វីដែលយើងហួងហែងហ្នឹងអត់ចាំបាច់ដល់ស្អែកទេចឹងគឺពុទ្ធបរិស័ទបងប្អូនកូនចៅមានស្មារតីតែកុំឲ្យលិចចុះនៅក្នុងអារម្មណ៍នៃការសម័យដូចសមោលអារម្មណ៍ក្នុងសុបិនហ្នឹងគឺណាវាមិនមែនជាការពិតទេគឺភ្ញាក់ឡើងមកឃើញសច្ចភាពនៃជីវិតវាមានជារបស់យើងអីមួយផ្លេតហ្នឹងមួយពេលមួយគ្រាហ្នឹងហួងហែងប្រកម្មសាច់ឈាមមួយដុំហ្នឹងឆ្អឹងមួយបាច់ហ្នឹងយកមកធ្វើខ្លួនយើងហ្នឹងឈាមប្រមាណលីត្រហ្នឹងថែមខ្លាញ់ផងហ្នឹងតែអាខ្លាញ់ហ្នឹងមេងាប់ហើយមេស្លាប់តាគឺណាស្ទះទៅសៃឈាមបេះដូងអីទាំងអស់ហ្នឹងហើយស្រឡាញ់សរសើរលើកតម្កើងយកមកធ្វើខ្លួនយើងប្រមាណគីឡូហ្នឹងមើលដូច្នេះគឺត្រូវដាក់ចុះដោយការមិនប្រកាន់នៅក្នុងអត្តភាពហ្នឹងមិនមែនជាអត្តាទូខ្លួនយើងទេជាសាកសពឲ្យហើយអញ្ចឹងទៅទាំងដែលនៅរស់ហ្នឹងជាធាតុមិនដឹងហ្នឹងឯងជាសាកសពឲ្យហើយអញ្ចឹងទៅដោយរូបកម្មដ្ឋានហើយនៅសល់តែវិញ្ញាណដឹងអារម្មណ៍ហ្នឹងវិញ្ញាណអីក៏បានដែរក្នុងបច្ចុប្បន្នហ្នឹងណាឲ្យតែវិញ្ញាណអីក៏បានហើយជាបច្ចុប្បន្នទៀតមានយើងចាំបាច់ទៅរួយណាអាទៅរួហ្នឹងវាយ៉ាប់ឥឡូវមានស្រាប់ហើយតើហើយឲ្យវាល្មមជាមួយនឹងអាដែលមានស្រាប់ហ្នឹងទៅកុំតែបន្ទុះកុំតែទាស់ទៅហើយអាដែលមានស្រាប់ហើយហ្នឹងវាមិនមែនយើងប្រកាសមកដល់បញ្ញាគឺអត់ចាំបាច់រੂអីឲ្យយើងទៀតទេរੂឲ្យយើងអីបើយើងដើម្បីជាអ្នកបានហ្នឹងវាអត់មានទៅហើយហ្នឹងឃើញសេចក្តីស្ងប់ព្រោះការមិនប្រកាន់ការមិនហួងហែងហ្នឹងនៅជាមួយនឹងបញ្ញានឹងឯងធัวបរិបត្តិកំពុងមានទៀតកុំបណ្ដោយឲ្យពេលវេលាដែលត្រូវអប់រំចម្រើនបញ្ញាហ្នឹងវាបាត់បង់ទៅណារវល់តែសម្រាកសម្រានលក់អីចឹងទៅអស់5 6ម៉ោងមួយថ្ងៃហ្នឹងហើយបើយើងបូកមើលមួយឆ្នាំយើងសម្រាកអស់ប្រហែលម៉ោងមួយឆ្នាំហើយយើងគិតទៅជាមួយថ្ងៃ24ម៉ោងទៅព្រោះណាគ្រាន់តែយើងដូចថាអាយុ60គឺណាអាយុ60គឺណាចែកជា3ទៅឃើញ20គឺណាគ្រាន់តែយើងសម្រាកហ្នឹងវាចង់20ឆ្នាំហើយណាអាយុ60នេះណាអាហ្នឹងបើយើងគិតមួយថ្ងៃ8ម៉ោងវាអស់1/3ហើយគ្រាន់តែសម្រាកហើយចុះអាដែលនៅសល់2/3ទៀតហ្នឹងវាមិនមែនសុទ្ធតែស្មារតីសុទ្ធតែបុណ្យកុសលឯណាលោភៈទោសៈងែកងក់អីសពគ្រប់សឹងតែទាំងអស់
ចឹងវាអត់មានឱកាសចម្រើនសតិចម្រើនបញ្ញាតែបញ្ញាត្រូវសន្សំអកុសលនិវរណៈធ្វើឲ្យបញ្ញាទប់ពលជាអាហាររបស់អវិជ្ជានិវរណៈដឹងទេហើយយើងស្រឡាញ់ខ្លួនបំពន់តែអវិជ្ជាទៅកាមឆន្ទៈនិវរណៈអវិជ្ជាថតស្អៀកហ្នឹងឯងហើយព្យាបាទៈនិវរណៈអវិជ្ជាថតថៃនមិទ្ធៈឧត្តចៈកុកចៈវិជកិច្ឆាសិតតែជាអាហារនៃអវិជ្ជាទាំងអស់ហើយមើលស្រឡាញ់ខ្លួនអីចឹងចិញ្ចឹមតែអវិជ្ជាហ្នឹងហើយអវិជ្ជាបច្ចយាសង្ខារាវត្តសង្សារអញ្ចឹងណាហើយវិជ្ជាវាតេតួងនឹងការដែលយើងយកធម៌របស់ព្រះអង្គមកប្រតិបត្តិមិនមែនយកធម៌របស់ព្រះអង្គមកចម្រើនមាននេះថាអញគ្រាន់បើអញបានរៀនធម៌ព្រះអញគ្រាន់បើអញបានសុំសិលនឹងយកធម៌ព្រះអង្គមកចិញ្ចឹមមាននេះយកសិលមកចម្រើនមាននេះលើកតម្កើងខ្លួនឯងមើលងាយអ្នកដទៃសិតតែកិលេសនឹងឯងចឹងអញ្ចឹងចូលនៅក្នុងរឿងប្រមាថធម៌របស់ព្រះពុទ្ធអង្គទៀតដូចប្រទេសពីរហ្នឹងអត់ត្រូវគ្នាប្រទេសមួយហ្នឹងគេធ្វើឡានថ្លៃជាង$1 លានឡានមួយហ្នឹងហើយប្រទេសមួយទៀតដែលជាគូបរិបៈហ្នឹងចង់បញ្ឈឺទៅទិញអាឡានជាង$1 លានហ្នឹងយកមកដឹកលមួកគោទៅចកាគាត់ហ្នឹងឯងទិញឡានអាគេពង្អួតក្នុងប្រទេសហ្នឹងគាត់ទិញយកមកដឹកអាចគោមិនគ្រាន់បើទៅយកគាត់មានអាហ្នឹងគ្រាន់តែចង់បញ្ជាក់ថារឿងបញ្ឈឺក្នុងโลกហ្នឹងវាមានអញ្ចឹងហើយយើងហ្នឹងមើលទទួលយកធម៌របស់ព្រះអង្គហ្នឹងបានត្រឹមលាមកគោហ្នឹងណាបើថាយកទៅចកាធ្វើជីអីអានេះវាលើសពីលាមកទាំងអស់ហ្នឹងគឺកិលេសមកចម្រើនកិលេសណារៀនធម៌របស់ព្រះអង្គហ្នឹងបានមើងងាយគេណាលើកតម្កើងខ្លួនឯងគឺណាដើម្បីលៀបសក្ការៈអីហ្នឹងគឺជាការចិញ្ចឹមកិលេសបានព្រះបរិយ័តទៅធัวនឹងឯងមកកិលេសខាត់ស្អៀកហ្នឹងមើលតើយើងមើងងាយមើលថោកបង្អាប់បង្អោនព្រះធัวដែលព្រះអង្គទ្រង់បំពេញអភិនិហាបារមីអស់កាលដ៏យូរអង្វែង4អសង្ខ័យកម្រៃ100,000 កាប់តម្រាំតែបានត្រាស់ជាពុទ្ធសម្ដែងមកបានបត្រៃ3ដកសពថ្ងៃហ្នឹងហើយយើងយកបត្រៃ3ដកហ្នឹងមកចិញ្ចឹមកិលេសខ្លួនឯងចិនតណ្ហាមាននេះទិដ្ឋិអីអញ្ចឹងតើសមទេមើលហ្នឹងឯងទៅកុសលធម៌ហ្នឹងដែលជាលោកយៈហ្នឹងតែយើងខ្វះស្មារតីវាចម្រើនតណ្ហាមាននេះទិដ្ឋិចឹងព្រោះណាដោយការសម្គាល់តែខ្លួនឯងគ្រាន់បើហើយប្រៀបធៀបទៅមានអតិមាននេះមើលងាយអ្នកដទៃនឹងរឿងអីដែលថាខ្លួនឯងហ្នឹងគ្រាន់បើហ្នឹងឲ្យភ្លេចខ្លួនភ្លេចថាខ្លួនឯងហ្នឹងជាសត្វនរកហ្នឹងទៅទៀតប៉ុន្តែដំណើរទៅនរកហ្នឹងដូចព្រះដែលមានពភាត្រាស់ចំពោះព្រះទេវតាតសត្វនរកអញ្ចឹងពីព្រោះដំណើរទៅនរកសនៈខត្តលិជីវីអីហ្នឹងហ្នឹងឯងដំណើរទៅនរកហើយសត្វលោកយើងហ្នឹងមើលព្រះអង្គមិនត្រាស់ថាមកទេប៉ុន្តែយើងដឹងខ្លួនឯងចឹងសំណាញ់អបាយភូមិហ្នឹងយើងមានបានកាត់សំណាញ់ហ្នឹងរើឲ្យរួចពីសំណាញ់ហ្នឹងឯណាប៉ុណ្ណាវាជារឿងដែលគួរឲ្យសង្វេគចឹងមកវេកមែនទេណាក្នុងការដែលយើងរស់នៅមួយថ្ងៃដែលមិនដឹងថាសេចក្តីស្លាប់មកដល់ពេលណាគ្រប់ដង្ហើមចេញចូលដែលយើងចេះតែអាងថាមិនអីហ្នឹងអាហ្នឹងរួចហើយវាអត់អីប៉ុន្តែអីតែម្ដងហ្នឹងស្លាប់ហើយប៉ុណ្ណាអីតែម្ដងហ្នឹងគឺពិតប្រកបទៀតអត់មាននរណាមួយរំលងរឿងអីនេះដែលមរណៈធម្មោមហិមរណង្អនតៃតោនេះយើងត្រូវពិចារណាឲ្យបានរឿយចឹងហ្នឹងឯងអាត្មាអញមានសេចក្តីស្លាប់ជាធម្មតា
chẳng mình men chỉ riêng đây dân từ vô con ba ấy chiêng là na thế thì dân tới tại phải chua mốc chỉ mùi năng kỳ lách nông chặt sẵn đàn hay miền thì đây chia diêm miền thì đây ọt thôn ở ban ruột phật vì vậy đây chỉ chùm non rồi bỏ mê nông vật ở sang xa này bạch chợ bón nó dân ọt thôn ban ọt ấy thế nè tôi chỉ ác vào sao vì ba chu bật tê à nứt thà ram rụp sầm lên khăn rùa phật tập bẹ tham mê ram yang mấy bao nhiêu nãy ác vào sao vì ba bao nhiêu là ngàyแต่ác vào sao vì ba à ram với mình là o chẳng anh dân tới bật tô nè naแต่รัวเรื่องน่ะนะบางคนซาลีบะการล้างรูปละอให้สำเร็จคลันรูปพัตเปะแบบบานเตยเจียเลียบเตยเจียยัวเตยเจียกาสลันเตยเจียกาสซาเตยเจียกาเลิกจำกายไงมโนทวีวิธีจัดแบบดังเรื่องยังไงปัญหาดาวเตยรูปมันละอสำเร็จคลันรูปพัตเปะทำเมรำมันละอนั่งมาปีไอ้ถ้าอักษรวิบะบ่เยิงกลุ่นไอ้เตจะเข้าไปเยียนอักษรวิบะไอ้รูปนั่งละอไหมsao từ nhiên ạ và sao bị ba ơi sầm lên nâng là o mày ai dân từ bật tô là na nâng nè bật tô là na mà mới sạt lốp của bật tam cam cướp kia cướp pe về lìa thằng o phân tay dân ai ọt thuần ban chỉ mũi nâng cầm nát mà nu đi và dân cứ từ nâng sự đây tốt không là bài giờ phum nâng dân ọt thuần ban ọt ấy thế áo chỉ dân không prang thay là xa chất nó lại ban đó không sao là mà thị bản nhà cái này dân thuê tiền thuê ấy đấy có opakara ở miền cha kia nu sự tệ tới nức rồi lức từ đó ca để ban thuê tiền nâng tới ở ban tới chỉ khương và đập chất chỉ lăng ca rồi bỏ chất ca ao tiền là bao giờ nó về optham đó samatha vipassana sự đây ngọc ngắt rồi bao nè để trade o không ti ngắt chỉ nè miền thua ban sẽ đập hơi vichara khơi nơi thua nằm mau nơi sự đây sập cái này chẳng cứ mến rương để dân trời tới vô nè mà nụ dân nè ai đi ai thà con ba ấy tê nức rồi lức côn pre đây dễ nâng ảnh đầm bây dân ban ruột phát pi kịch lệ nơi cái nông chặt sần đan là bao giờ nâng ruột pi à ba giờ phúm để miền bờ thua ở lại nâng chẳng cứ cách pro để bắt đầm bây đo sai một bò rịch sát tiền đó cứ cầm nọt đăng thả lời nó kia vì thầy chất đang là ròm hơi vì thầy chất á tại giờ riêng sắc xa pro để bắt mà ban vào phần năng nó chỉ phọp tầm nàng hay bàn tay cầm trao là vô mau chỉ đâm tôn nó vô mau chỉ thua pro để bắt trong để thả miên thực tế rồi lực đăng bán vì thầy chất để đăng là ròm nắng cứ ơi là muốn trâm vào phần năng mình chăm bát chất là tây tiệt tế còn này mình phải cam chất ba chỉ bon năng tha chỉ dơn vào phần năng o trà mong chuyện ban ấy vì na mình smile nâng cá để bán đăng thả chặt chỉ ba chỉ bon nâng cứ mình men chỉ dớ áp trăm ba chọn ban chặt về nhiên là vây là tây tiệt tê sau bạn là mô thì đi là hiện liền khăng chẳng có về lý mình ai chậm ra này ban đấy rồi trời vẫn to từ mùi tiết chẳng có chơi bằng hầm mẹ cha chung chùm nít nè nông pe về đi làm cua thấy ở đây thế nè thì đập từ đập ram là thì ấy nó bàn rùa nông cà phê về đi đây một bò sạt bàn rùa rùm kia bình bông của sao chấm cái nè năng bàn ăn nhạt ở cà phê về đi bàn to từ tiết bày bàn bằng thăm mẹ cha chấm nhầm nít chơi rùm chập ở ramประเทศระเกียร์ท่าประเทศไรเกียร์ท่าประพุทธเดกาไอจังเกียร์การมลึกดาเตือนมาได้เอาแต่พุทธบริษัทบางโอนคนใจเราม้วนจะมุยนั่งเอาไว้ในกำปงเมียนนี้คือถ้าอัดจำไปตรกาไว้เดตีนี่คือเชี่ยพอบเรียบสำนางไกลเลงนะเรื่องขนมโลกนี่มันเงยเมียนนาเจ๊กรุบเจ๊กรอนเจ๊ละม้วนเต้rồi dân chơi là mua chỉ mùi năng à vay để dân miền và phần nắng khrup ăn khrup cái này miền phần na là mua và phần nắng à nắng từ ở tràn na rồi dân cầm rau năng bàn chu nòng quạt ở sòng xá đòi thua bạ để bắt để chỉ thầm miền rồi thầm mà bạ để bắt chân sông bong ôn con cháy đập và thua chỉ bàn to tiền tiền sông cái độc chơi bong